ខ្ញុំបាទឆោមចក្រាសូមជម្រាបសួរលោកនាងកញ្ញាអ្នកស្ដាប់ជាទីមេត្រីខ្ញុំបាទតាសារដាក៏សូមជម្រាបសួរលោកនាងអ្នកស្ដាប់ទាំងអស់ជាទីគោរពរាប់អានយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃប្រហ័ស7រោចខែចែកឆ្នាំវោកអត្តស័កពុទ្ធសករាជ2559ដែលត្រូវនៅថ្ងៃទី28ខែមេសាគ្រិស្តសករាជ2016ជាដំបូងនេះសូមអញ្ជើញលោកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃអង្គភាពប្រឆាំងអំពើពុករលួយក្រុមបន្តសាកសួរមន្ត្រីសមាគមអាត60នៅថ្ងៃនេះបន្តទៀតអង្គការសង្គមស៊ីវិលជាច្រើនស្ថាប័នស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយគោរពសិទ្ធិនិងសេរីភាពរបស់អង្គការក្រៅរដ្ឋាភិបាលសមត្ថកិច្ចម្នាក់ស្លាប់ក្នុងការបង្ក្រាបគ្រឿងញៀននៅរាជធានីភ្នំពេញកម្មកររោងចក្រកាត់ដេរចំនួន62នាក់រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំងរួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតជាបន្តទៅទៀតនេះខ្ញុំបាទតាំងសារដាសូមជូនព័ត៌មានពិស្ដាអង្គភាពប្រឆាំងអំពើពុករលួយនឹងបន្តសាកសួរមន្ត្រីសិទ្ធិមនុស្សសមាគមការពារសិទ្ធិមនុស្សអាត60ចំនួន5នាក់នៅថ្ងៃប្រហ័សនេះពាក់ព័ន្ធទៅនឹងការចោទប្រកាន់របស់នាងឃុំច័ន្ទរាទីប្រធានសមាគមការពារសិទ្ធិមនុស្សអាត60លោកធុនសរាយមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីកាលពីម៉ោងជាង10យប់ម្សិលមិញថាអង្គភាពប្រឆាំងអំពើពុករលួយបានអនុញ្ញាតឲ្យបុគ្គលិករបស់លោក3រូបឲ្យត្រឡប់ទៅផ្ទះជាបណ្ដោះអាសន្នសិនហើយពួកគេនឹងចូលខ្លួនមកឲ្យអង្គភាពនេះដើម្បីបន្តនីតិវិធីនៅថ្ងៃប្រហ័សនេះទៀតគាត់ថាគាត់ឲ្យចេញយប់ហ្នឹងហើយស្អែកឲ្យមកវិញម៉ោង8វិញគាត់បានប្រាប់ខ្ញុំអញ្ចឹងណាថាឲ្យចេញយប់ចេញឥឡូវហ្នឹងហើយស្អែកឲ្យត្រូវមកវិញម៉ោង8មកវិញបាទហ្នឹងបាទ3នាក់ហ្នឹងបាទហ្នឹងបាទខ្ញុំចាំបានទួលព័ត៌មានខ្ញុំអត់ទាន់ដឹងទេបាទខ្ញុំអត់ទាន់ដឹងសោះឥឡូវអត់ដឹងអីទាំងអស់គាត់តែប្រាប់ថាប៉ុណ្្នឹងគាត់ពុតញ៉ាប់ពកទៅយកគ្នាចាំហ្នឹងបាទព្រោះខ្លួនយកចិត្តខ្ញុំខ្លាចគ្នាខ្ញុំគ្មានអីជីខ្ញុំទៅជួយគាត់ទៅផ្ទះហ្នឹងហើយអរគុណបាទសំទោសអង្គភាពប្រឆាំងអំពើពុករលួយក៏បានកោះហៅមន្ត្រីសមាគមអាត60ចំនួន2នាក់បន្ថែមទៀតមកសាកសួរនៅព្រឹកថ្ងៃប្រហ័សនេះបន្តទៀតដែរដោយឡែកអ្នកយកព័ត៌មានដែលបានឃ្លាំមើលដំណើរការសាកសួរមន្ត្រីសិទ្ធិមនុស្សបានឃើញរថយន្តលោកធុនសរាយចូលតាមទ្វារមុខនៃអង្គភាពប្រឆាំងអំពើពុករលួយនៅម៉ោងប្រមាណ 7:11 យប់នាថ្ងៃដដែលនោះប៉ុន្តែពួកគេចាំរហូតដល់ម៉ោង 12 យប់មិនឃើញរថយន្តលោកធុនសរាយបើកចេញមកតាមទ្វារមុខនោះទេចំណែកទូរស័ព្ទរបស់លោកធុនសរាយក៏តាក់ទងលេងបានដែរក្រុមអង្គការសង្គមស៊ីវិលប្រមាណ10ស្ថាប័នស្នើដល់រដ្ឋាភិបាលជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយគោរពការពារនិងលើកកម្ពស់សិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិលក្នុងការរួមចំណែកក្នុងវិស័យសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋនិងអភិបាលកិច្ចល្អសេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលកាលពីថ្ងៃទី27ខែមេសាបានរិះគន់ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយដែលបានហៅមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាត60និងអង្គការសិលិកាទៅសាកសួរជុំវិញការចោទប្រកាន់របស់អ្នកនាងឃុំច័ន្ទរាទីដែលថាមន្ត្រីទាំងនោះបានណែនាំឲ្យនាងនិយាយភូតកុហកចំពោះរឿងអាស្រូវស្នេហាជាមួយលោកកឹមសុខាប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិក្រុមអង្គការទាំងនេះសង្កត់ធ្ងន់ថាទង្វើរបស់អង្គភាពប្រឆាំងអំពើពុករលួយធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការបំពេញការងារដើម្បីលើកកម្ពស់និងការពារសិទ្ធិមនុស្សនិងសិទ្ធិស្ត្រីនៅកម្ពុជាដែលត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃបាទលោកនាងជាទីមេត្រីកញ្ញាធីសវណ្ណថាកាលពីថ្ងៃពុធម្សិលមិញបានដាក់ពាក្យបណ្ដឹងជាផ្លូវការទៅតុលាការក្រុងភ្នំពេញទាមទារប្រាក់$1 លានពីប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិលោកកឹមសុខាករណីបទបរិហាកេរ្តិ៍បណ្ដឹងរបស់នាងធីសវណ្ណថាផ្អែកលើសំណុំរឿងខ្សែអត្ថសម្លេងដែលគេសង្ស័យថាជាកិច្ចសន្ទនារវាងនាងឃុំច័ន្ទរាទីនិងលោកកឹមសុខាព្រះរាជអាជ្ញារងសាលាដំបងបញ្ជាក់ថាការសាកសួរនេះបង្ហាញថាមានបុគ្គលពាក់ព័ន្ធផ្សេងទៀតអ្នកស្រីសុជីវីរាយការណ៍ព័ត៌មាននេះព្រះរាជអាជ្ញារងសាលាដំបងរាជធានីភ្នំពេញលោកលីសុផាន់ណាបានសរសេរនៅក្នុងបណ្ដាញទំនាក់ទំនង Telegram ថាក្រោយការសាកសួរចម្លើយរបស់កញ្ញាធីសវណ្ណថាមានប្រយោជន៍ដល់ការស៊ើបអង្កេតលើបុគ្គលពាក់ព័ន្ធផ្សេងទៀតបើទោះជាយ៉ាងណាលោកពុំបញ្ជាក់លម្អិតបន្ថែមពីបុគ្គលនោះឡើយថ្លែងនៅខាងមុខសាលាដំបងរាជធានីភ្នំពេញកញ្ញាធីសវណ្ណថាឲ្យដឹងថាបណ្ដឹងរបស់នាងត្រូវតុលាការទទួលយករួចហើយប៉ុន្តែនៅមិនទាន់ដឹងចំណាត់ការបែបណានៅឡើយកញ្ញារំពឹងថាតុលាការនឹងពិចារណាបណ្ដឹងនេះត្បិតមានភស្តុតាងគ្រប់គ្រាន់ភស្តុតាងប៉ុណ្ណេះហើយខ្ញុំសង្ឃឹមថាតុលាការនឹងរកយុត្តិធម៌ឲ្យខ្ញុំបានកញ្ញាធីសវណ្ណថាបញ្ជាក់ពីភស្តុតាងដែលជាសម្លេងនៅក្នុងខ្សែអត្ថសម្លេងថាបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នាងដែលពេលហ្នឹងមិនកញ្ញាសេមុំចោទសួរលក្ខណៈប្រឆាំងណាថាលោកកឹមសុខានឹងបានទិញផ្ទះ
វិឡាហើយនឹងឡានឲ្យខ្ញុំអត់ដល់ពេលហ្នឹងគឺខាងលោកកឹមសុខាហ្នឹងគាត់បានឆ្លើយបំភ្លឺថាគាត់អត់បានទិញឲ្យខ្ញុំទេតែខ្ញុំលុយទិញឡានទិញអីហ្នឹងគឺខ្ញុំបោកប្រាស់អីណាមូលនិធិក្រៅប្រទេសយកទិញខ្លួនឯងហើយថាខ្ញុំហ្នឹងគឺមានចំនួនជាមួយនឹងកូនស្រីគាត់ជាមួយនឹងគាត់ហើយជាមួយនឹងគណៈបកអាតាក់ទងនឹងការដែលគាត់បរិហារថាខ្ញុំកັບកេងលុយមូលនិធិយកឈ្មោះគណៈបកទៅធ្វើមូលនិធិបោកប្រាស់ហ្នឹងគឺវាធ្វើប៉ះពាល់ធ្ងន់ធ្ងរដល់ខ្ញុំព្រោះខ្ញុំក្នុងនាមជាប្រធានអង្គការម្នាក់ទៀតគឺតាក់ទងនឹងសកម្មភាពធ្វើឲ្យប៉ះពាល់ដល់សកម្មភាពនយោបាយរបស់ខ្ញុំចំពោះបណ្ដឹងប្រឆាំងប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកកឹមសុខានេះមន្ត្រីនាំពាក្យគណៈបកសង្គ្រោះជាតិលោកយឹមសវណ្ណមិនឆ្លើយតបយ៉ាងណាឡើយខ្ញុំសូមមិនអธิบายតាក់ទងរឿងកញ្ញាធីសវណ្ណថាបានដាក់ពាក្យបណ្ដឹងមួយកាលពីថ្ងៃទី1ខែមីនាដោយស្នើឲ្យតុលាការស្វែងរកការពិតពីខ្សែអត្ថសម្លេងដែលគេសង្ស័យថាជាកិច្ចសន្ទនារវាងអ្នកនាងខុមច័ន្ទតារាទីហៅស្រីមុំនិងលោកកឹមសុខាកាលពីថ្ងៃទី19ខែមេសាអ្នកនាងខុមច័ន្ទតារាទីបានទៅឆ្លើយនៅតុលាការថាសម្លេងនោះពិតជាសម្លេងរបស់នាងសន្ទនានឹងលោកកឹមសុខាប៉ុន្តែរហូតមកដល់ពេលនេះនៅពុំទាន់មានការអះអាងណាមួយពីលោកកឹមសុខានៅឡើយបណ្ដឹងប្រឆាំងលោកកឹមសុខាពីបទបរិហាកេរនេះធ្លាប់ត្រូវអ្នកច្បាប់អះអាងថាជាបញ្ហាស្មុគស្មាញនៅពេលដែលខ្សែអត្ថសម្លេងនោះត្រូវគេលួចថតហើយការសន្ទនានៅក្នុងខ្សែអត្ថសម្លេងនោះទៀតសោតក៏ជាការជជែកជាបុគ្គលដែលពុំមានបំណងឲ្យមនុស្សទី3ឬមានចេតនាឲ្យសាធារណជនស្ដាប់ឮដោយដែលមានចែងនៅក្នុងមាត្រា305នៃក្រមព្រហ្មទណ្ឌឡើយក្នុងក្រមព្រហ្មទណ្ឌមាត្រា305ចែងថាការបរិហាកេរជាសាធារណៈគឺជាការអះអាងបំភ្លើសឬទម្លាក់កំហុសដោយអសុទ្ធចិត្តដែលនាំឲ្យប៉ះពាល់កិត្តិយសបុគ្គលឬស្ថាប័នហើយនឹងត្រូវពិន័យពី100,000រៀលទៅ10លានរៀលនាងខ្ញុំសុជីវីវិទ្យុអាស៊ីសេរីភ្នំពេញបាទលោកនាងអ្នកស្ដាប់ជាទីមេត្រីមន្ត្រីកងរាជអាវុធហត្ថម្នាក់និងជាជនសង្ស័យម្នាក់បានស្លាប់ក្នុងករណីផ្ទុះអាវុធបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងទីក្រុងភ្នំពេញនាល្ងាចថ្ងៃទី27ខែមេសាសមត្ថកិច្ចអះអាងថាជនសង្ស័យបានបាញ់តតាំងមកកងកម្លាំងនៅពេលដែលក្រុមសមត្ថកិច្ចចូលទីតាំងរបស់ជនសង្ស័យនោះអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកហេងអ៊ីឲ្យដឹងថាជនសង្ស័យទាំង6នាក់សមត្ថកិច្ចចាប់បាន5នាក់និងស្លាប់ម្នាក់នៅក្នុងពេលផ្ទុះអាវុធលោកបន្តថាមន្ត្រីកងរាជអាវុធហត្ថម្នាក់ដែលបានស្លាប់នៅក្នុងហេតុការណ៍នោះជានាយរងការិយាល័យកងរាជអាវុធហត្ថរាជធានីភ្នំពេញពាក់សាបីកម្លាំងរបស់យើងស្រាវជ្រាវគឺពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនយើងក៏ចូលចាប់ទៅក៏មានការផ្ទុះអាវុធទៅគឺបណ្ដាលឲ្យអាវុធហត្ថរៀនម្នាក់គឺរងរបួសរហូតដល់យកទៅដល់ទីពេទ្យក៏ស្លាប់បាទយើងមានការសោកស្ដាយណាស់គឺនេះដោយសារប្រតិបត្តិការដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋដូច្នេះយើងក៏សោកស្ដាយហើយនឹងចូលរំលែកទុក្ខជាមួយនឹងគ្រួសារសពបាទហើយអាវុធហត្ថមរណៈនោះគឺយើងកំពុងតែយកមកជាការស្ថានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីធ្វើបុណ្យទៅតាមប្រពៃណីនិងពិធីការកងទ័ពដែរបាទលោកបន្តទៀតថាក្រោយចាប់បានជនសង្ស័យសមត្ថកិច្ចនាំខ្លួនជនសង្ស័យមកសាកសួរនៅវិជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញហើយបន្តមកទៀតបញ្ជូនទៅតុលាការទីតាំងកើតហេតុនេះស្ថិតនៅផ្ទះលេខ351សង្កាត់បឹងកក់ទី1ខណ្ឌទួលគោករាជធានីភ្នំពេញព័ត៌មានបឋមដែលសមត្ថកិច្ចទទួលបានក្នុងចំណោមជនសង្ស័យទាំងនោះមានម្នាក់ជាមន្ត្រីប៉ូលីសនៅក្រសួងមហាផ្ទៃវត្ថុតាងរួមមានអាវុធខ្លី4ដើមអាវុធវែង1ដើមរថយន្តម៉ាកអូឌីពាក់ស្លាកប៉ូលីស1គ្រឿងបានមន្ត្រីគណៈបកសង្គ្រោះជាតិ2ក្រុមនៅខេត្តរតនគិរីបានជេរប្រមាថនិងប្រទាញបន្ទោសគ្នាទាក់ទិនទៅនឹងការលើកបដាប្រឆាំងការប្រកាសសុពលភាពនិងសមាជិកគណៈកម្មការប្រតិបត្តិគណៈបកប្រចាំខេត្តមន្ត្រីសង្គមស៊ីវិលសោកស្ដាយចំពោះភាគីទាំងសងខាងដែលមិនព្រមដោះស្រាយទំនាស់ដោយសន្តិវិធីលោករដ្ឋាភិបាលរាយការណ៍ព័ត៌មាននេះស្ត្រីជាមន្ត្រីគណៈបកសង្គ្រោះជាតិខេត្តរតនគិរីមួយរូបរងរបួសស្រាលក្នុងការប៉ះទង្គិចគ្នាដោយអំពើហិង្សាដណ្ដើមបដាគ្នានៅព្រឹកថ្ងៃទី27ខែមេសានាមុខស្នាក់ការគណៈបកសង្គ្រោះជាតិក្នុងសង្កាត់កាចាញក្រុងបានលុងអំពើហិង្សានេះកើតមានឡើងក្រោយពេលមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិដឹកនាំដោយប្រធានគណៈកម្មការនយោបាយគណៈបកសង្គ្រោះជាតិលោកយឹមសវណ្ណចាក់ចែងប្រមាណជាង1ម៉ោងពីពិធីប្រកាសសុពលភាពគណៈកម្មការប្រតិបត្តិគណៈបកថ្នាក់ខេត្តថ្មីប្រធានគណៈកម្មការប្រតិបត្តិគណៈបកសង្គ្រោះជាតិប្រចាំស្រុកអណ្ដូងមាសអ្នកស្រីសួនសុខាន់ដែលរងរបួសរលាត់កែងដៃបញ្ជាក់ថាក្រុមអ្នកស្រីមានគ្នាប្រមាណ6ទៅ8នាក់បានលើកបដាតវ៉ានៅផ្លូវសាធារណៈសូមឲ្យថ្នាក់ដឹកនាំគណៈបករកយុត្តិធម៌ដល់ក្រុមអ្នកស្រីដែលបានបម្រើនិងស្មោះត្រង់ជាមួយបកយូរឆ្នាំត្រូវបានដកចេញដោយគ្មានហេតុផល
ក៏ប៉ុន្តែភាគីម្ចាស់ផ្ទះជាភរិយាប្រធានគណៈកម្មការប្រតិបត្តិគណៈបកសង្គ្រោះជាតិប្រចាំក្រុងបានលុងបានទាញអូនអ្នកស្រីឲ្យដួលធ្វើឲ្យមានរបួសហើយបណ្ដេញក្រុមអ្នកស្រីចេញពីមុខស្នាក់ការនិងគេអាឋានពួកគេអ្នកស្រីបន្តថានេះជាអំពើបង្ករបួសស្នាមនិងរំលោភសិទ្ធិត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ខ្ញុំសូមប្តឹងសូមឲ្យអាជ្ញាធរជួយរកយុត្តិធម៌ឲ្យខ្ញុំផងខ្ញុំអត់មានមកជេរមកបចៅមកវាយគាត់ទេខ្ញុំមកការងារគណៈបកដើម្បីទាមទាររកយុត្តិធម៌ព្រោះសង្ឃាននេះគាត់ចាប់ឆ្នោតតាំងពីយូរហើយគាត់នៅកាន់អាណត្តិនឹងហើយមកទម្លាក់គាត់លេងមិនខ្លាក់អ្នកថ្មីមិនវាអត់ត្រូវអញ្ចឹងខ្ញុំមកតវ៉ាទេខ្ញុំមកមិនមកវាយសំពងទេហេតុអីបានចាប់ខ្ញុំបោកឡើងស្លាប់ឈឹងនឹងដៃឲ្យលបអស់ចែងដៃចែងអីឆ្លើយតបការចោទប្រកាន់នេះប្រធានគណៈកម្មការប្រតិបត្តិគណៈបកសង្គ្រោះជាតិប្រចាំក្រុងម៉ាន់ឡុងលោកស៊ិនប៊ុនណាបញ្ជាក់ថាក្រុមអ្នកស្រីសួនសុខាន់មកអុកឡុករំខាននៅមុខស្នាក់ការគណៈបកលោកទើបកើតមានបន្ទង់មកទាញយកឈ្នះរៀងខ្លួនលោកថាភរិយាលោកក៏មានរបួសស្ដាយដោយស្នាមក្រចកដៃរបស់ភាគីម្ខាងដែរប្រពន្ធខ្ញុំកូនខ្ចីខ្ញុំអោបកូនទៅឲ្យហាមគាត់មិនស្ដាប់ទេគាត់ឆក់ប្រពន្ធខ្ញុំតែប្រពន្ធខ្ញុំគាត់ខ្លាំងជាងក៏ទាញគ្នាដួលបាទហើយខ្ញៅប្រពន្ធខ្ញុំដាច់ជើងអស់មន្ត្រីមូលដ្ឋាននៃគណៈបកសង្គ្រោះជាតិខេត្តរតនគិរីកើតមានចំនួនផ្ទៃក្នុងជាង1ឆ្នាំកន្លងទៅតាក់ទិនការចាត់តាំងសមាជិកគណៈកម្មការប្រតិបត្តិថ្នាក់ខេត្តចំណែកថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិថ្នាក់ជាតិបានព្យាយាមដោះស្រាយសម្របសម្រួលបញ្ហានេះក៏ប៉ុន្តែមិនបានលទ្ធផលស្នងការរងនគរបាលខេត្តរតនគិរីលោកអឹមផានីមានប្រសាសន៍ថាភាគីមានរបួសបានដាក់ពាក្យប្តឹងមកការិយាល័យព្រំប្រទានកម្រិតស្រាលចៅភាគីម្ខាងទៀតថាប្រាអំពើហិង្សានិងបង្ករបួសស្នាមលោកថានេះជាចំនួនផ្ទៃក្នុងរបស់សមាជិកគណៈបកមិនតាក់ទិនបញ្ហានយោបាយអ្វីឡើយល្ងាចហ្នឹងបានហៅភាគីម្ខាងទៅជួបវាហើយចំហើយមកបានម្ខាងនេះបាត់ហិង្សាប្រាហិង្សានិងបង្ករបួសស្នាមរឿងជ័យក្នុងបង្គោលមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាត់ហុកលោកឆៃធីសម្ដែងការសោកស្ដាយចំពោះភាគីទំនាស់មិនដោះស្រាយទំនាស់ដោយសន្តិវិធីលោកថាការបង្ករបួសស្នាមនឹងត្រូវប្រឈមមុខទៅនឹងបទល្មើសព្រហ្មទណ្ឌប្រសិនសមត្ថកិច្ចរកឃើញអ្នកបង្កហេតុអានឹងសមត្ថកិច្ចត្រូវតែបំពេញតួនាទីហើយมันអាចប្រកែកបានទេភាគីដែលបង្កត្រូវតែទទួលខុសត្រូវតាមចំពោះមុខច្បាប់បាទទោះជាយ៉ាងណាក៏ដោយប្រធានគណៈកម្មការនយោបាយគណៈបកសង្គ្រោះជាតិលោកយឹមសវណ្ណអំពាវនាវឲ្យសមាជិកនិងមន្ត្រីគណៈបកទាំងអស់ពង្រឹងសាមគ្គីផ្ទៃក្នុងត្រៀមលក្ខណៈសម្បត្តិស្វែងរកចម្លែងឆ្នោតគាំទ្រពីពលរដ្ឋឲ្យបានជោគជ័យសម្រាប់ការបោះឆ្នោតឆ្នាំ2018ខាងមុខនេះខ្ញុំរដ្ឋាវិសាលវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរី And then him លោកអ្នកនាងជាទីមេត្រីពលរដ្ឋខេត្តកំពង់ចាមរិះគន់ថាសមត្ថកិច្ចមិនបានចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃលិចទឹកនោះទេពួកគាត់បារម្ភថាភ្លើងនោះកាន់តែឆេះរាលដាលទៅតំបន់ផ្សេងៗទៀតជាមិនខានលោកអ្នកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍ពិស្ដារអំពីរឿងនេះនៅក្រៅព័ត៌មានប្រចាំថ្ងៃនេះពេលបន្តិចទៀតនេះអង្គការស្ថាប័នជាតិនិងអន្តរជាតិមួយចំនួនដែលធ្វើការពាក់ព័ន្ធនឹងវិស័យអប់រំធ្វើសិក្ខាសាលាពិភាក្សាគ្នាអំពីការរួមគ្នាដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាកិច្ចពិភាក្សានេះគឺបន្ទាប់ពីអង្គការខ្លះរកឃើញថាគុណភាពនៃការអប់រំកម្ពុជានៅថ្នាក់បឋមសិក្សានិងមធ្យមសិក្សានៅតែមានកម្រិតទាបនិងមានឧបសគ្គលោកលេងម៉ាលីរាយការណ៍ព័ត៌មាននេះនាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាហៅកាត់ថាអិនសាលោកសនជីថ្លែងថាគុណភាពទាបនៃការអប់រំនៅថ្នាក់បឋមសិក្សានិងមធ្យមសិក្សាគឺដោយសារអង្គការស្ថាប័នដែលធ្វើការពាក់ព័ន្ធនៅមិនទាន់ត្រៀមខ្លួនគ្រប់គ្រាន់ទេសម្រាប់ការចូលរួមក្នុងការលើកកម្ពស់វិស័យអប់រំជាពិសេសសហគមន៍មិនទាន់ចូលរួមពេញលេញជាមួយសាលារៀនទន្ទឹមគ្នានេះលោកយល់ឃើញថាឧបសគ្គមួយចំនួនក្នុងចំណោមឧបសគ្គនានាគឺការផ្ដល់ថវិការបស់រដ្ឋក្នុងវិស័យអប់រំចំនួន$500 លានសាលារៀនទទួលបានតែ 20% ទេលោកសនជ័យផ្ដល់អនុសាសន៍ថាក្រសួងអប់រំគួរតែទម្លាក់ថវិកាដល់សាលារៀនឲ្យលើសពី 20 ទៅ 25% ទើបធ្វើឲ្យស្ថានភាពតម្រូវការដោះស្រាយបញ្ហាអប់រំនៅមូលដ្ឋានបានប្រសើរក្រសួងបង្កើតទិវាជាតិអំណាចប៉ុន្តែយើងមើលបណ្ណាល័យនៅខ្វះខាតនៅឡើយយើងឃើញថាសាលារៀននៅជួបការលំបាកមានតួលេខច្រើនសាលារៀនមានការខ្វះខាតបន្ទប់ទឹកបង្គន់អនាម័យហើយសូម្បីតែតភ្លើងបណ្ដាញអគ្គិសនីទៅសាលារៀនដើម្បីឲ្យសាលារៀន
អាចមានកង្ហាមានអីប្រើប្រាស់យើងឃើញថាក្មេងៗថ្នាក់ទី1ទី2ហ្នឹងគឺសរីរាង្គរបស់ពួកគេត្រូវការការថែទាំការថ្នាក់ថ្នមប៉ុន្តែពួកគេមករៀននៅក្នុងបរិយាកាសមួយដែលមិនសូវល្អក្តៅហើយនឹងមិនសូវមានផាសុកភាពអញ្ចឹងវាអាចប៉ះពាល់ដល់ការរៀនសូត្ររបស់គេអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំក្រសួងអប់រំយុវជននិងកីឡាលោកពុទ្ធសមិទ្ធថ្លែងថាក្រសួងអប់រំមានគោលនយោបាយសម្រាប់វិស័យអប់រំក៏ប៉ុន្តែឧបសគ្គគឺការយល់ដឹងរបស់មន្ត្រីមិនបានស៊ីជម្រៅដែលជាកត្តាចាំបាច់ក្នុងការពង្រឹងបន្ថែមសម្រាប់ការពិនិត្យតាមដានគុណភាពអប់រំនៅថ្នាក់មូលដ្ឋានលោកពុទ្ធសមិទ្ធឲ្យដឹងថាក្រសួងកំពុងកែលម្អឧបសគ្គទាំងនេះតាមផែនការសកម្មភាពរបស់ខ្លួនមានកម្មវិធីចំពោះសមត្ថភាពដល់នាយកសាលាដែរថាតើរបៀបគ្រប់គ្រងសាលារបៀបផ្ដល់សេវាអប់រំនោះយ៉ាងម៉េចហើយទន្ទឹមនឹងនេះក៏យើងបានខិតខំកែប្រែនៅបរិស្ថានសាលារៀនរបស់យើងប្រធានកម្មវិធីអប់រំនៃអង្គការ Save the Children លោកអ៊ុតសារងថ្លែងថាការស្រាវជ្រាវរបស់លោកបង្ហាញថាសិស្សថ្នាក់ទី3ចំនួនពី30ទៅ 60% មិនចេះអាននិងសរសេរទេលោកថាមានកត្តាជាច្រើនដែលនាំឲ្យមានបញ្ហានេះក្នុងចំណោមនោះក៏មានបញ្ហាពីគ្រូនិងវិធីសាស្ត្របង្រៀនបុរាណដែរអ្នកសិក្សាការអភិវឌ្ឍសង្គមលោកមាសនីមានប្រសាសន៍ថាទោះបីជាក្រសួងអប់រំបានសម្រេចទិសដៅជំរុញការចុះឈ្មោះចូលរៀនរបស់កុមារបានស្ទើរតែ 100% ក្តីក៏ក្រសួងនៅមិនទាន់ទៅដល់ទិសដៅកំណត់តាមពាក្យស្លោកថាការសិក្សាសម្រាប់មនុស្សទាំងអស់គ្នានិងទាំងអស់គ្នាសម្រាប់ការអប់រំនោះទេលោកលើកហេតុផលថាព្រោះពេលកុមារចុះឈ្មោះចូលរៀនមានចំនួន 98% ហើយអ្នករៀនដល់ចប់សាកលវិទ្យាល័យមានត្រឹមតែ 6% ទេលោកថាកត្តានេះជាបញ្ហាប្រឈមទី1សម្រាប់ការផលិតធនធានមនុស្សទោះបីជាយើងបានខំប្រឹងប្រែងផលិតធនធានមនុស្សដែលរហូតដល់មានអ្នកបញ្ចប់ថ្នាក់ឧត្តមសិក្សាយ៉ាងណាក៏ដោយក៏ប៉ុន្តែឃើញប្រមាណជាជាង 70% នៃនិស្សិតដែលបានរៀនចប់ហ្នឹងទៅធ្វើការខុសជំនាញរបស់ខ្លួនដែលខ្លួនបានរៀននៅក្នុងសាលាបាទលោកថ្លែងបន្តថាបញ្ហាទី3ទាក់ទងនឹងការផលិតធនធានមនុស្សមានគុណភាពស្របពេលដែលប្រទេសកម្ពុជាបានរៀបចំគោលនយោបាយចូលសហគមន៍សេដ្ឋកិច្ចអាស៊ានទាន់គេក៏ដោយក៏ការអនុវត្តជាក់ស្ដែងនៅតែស្ថិតនៅក្រោយគេឆ្ងាយដើម្បីលើកកម្ពស់គុណភាពអប់រំនៅថ្នាក់មូលដ្ឋានលោកសនជ័យថ្លែងថាភាគីពាក់ព័ន្ធនឹងវិស័យអប់រំត្រូវតែបន្ថែមល្បឿនក្នុងការផ្តល់ការសិក្សាស្រាវជ្រាវនិងមតិយោបល់អំពីតម្រូវការរបស់សាលារៀនព្រោះការមិនបានផ្ដល់ការសិក្សាអំពីតម្រូវការនេះនឹងពុំអាចធ្វើឲ្យសាលារៀនផ្ដល់សេវាអប់រំមានគុណភាពល្អឡើយលោកក៏ចង់ឲ្យរដ្ឋាភិបាលដាក់ការបង្ការគ្រោះមហន្តរាយពីការប្រែប្រួលអាកាសធាតុនៅក្នុងគោលនយោបាយយុទ្ធសាស្ត្រអប់រំរបស់ខ្លួនដែរជាពិសេសគឺបញ្ហាអាកាសធាតុឡើងកម្ដៅនៅពេលបច្ចុប្បន្ននេះខ្ញុំបាទលេងម៉ាលីវិទ្យុអាស៊ីសេរីពីរាជធានីភ្នំពេញបានលួននាងជាទីមេត្រីកម្មកររោងចក្រកាត់ដេរមកពី4រោងចក្រចំនួន62នាក់របួសស្រាលនិងធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅខេត្តកំពង់ឆ្នាំងកាលពីថ្ងៃពុធទី27ម្សិលមិញលោកម៉ាន់សេងហាក់ទីប្រឹក្សាសហជីពសេរីកម្មករឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបណ្ដាលមកពីរថយន្តបៃតងបាទព្រឹកមិញហ្នឹងការកលាត់ឡានហ្នឹងអត់ទាន់មានអ្នកស្លាប់ទេគ្រាន់តែរបួសធ្ងន់ហើយនឹងស្រាលតាមបុគ្គលិករបស់ខ្ញុំគឺមាន62នាក់ប៉ុន្តែតាមរបាយការណ៍របស់ក្រសួងការងារគឺមានរហូតដល់70នាក់មកដល់ពេលល្ងាចទេណាបាទប៉ុន្តែត្រូវបានដឹកជញ្ជូនមកសម្រាប់ព្យាបាលនៅក្រុងភ្នំពេញខ្លះនៅកំពង់ឆ្នាំងនឹងខ្លះដែរបាទនេះជាការប្រហែសរបស់ម្ចាស់យានយន្តដែលមិនគោរពច្បាប់ចរាចរណ៍តែស្អីថាមុននឹងចេញដំណើរមុនអីគាត់ត្រូវតែពិនិត្យវិจัยឡានអស់ពីព្រោះនៅក្នុងច្បាប់ចរាចរណ៍គឺគេត្រូវមុនចេញដំណើរគេត្រូវឆែកគ្រប់កន្លែងទាំងអស់សម្រាប់ឡានដឹកទំនិញហើយណាមួយទៀតគឺឡានដឹកលើកច្រើនតែម្ដងវាលើកចំណុះបាទមាន4រោងចក្រគឺមានរោងចក្រHorizon រោងចក្រកាបូបHorizon ហើយដល់កម្ពុជារោងចក្រ Ken Sport Shoe រោងចក្រទឹកហ្វុកនិងរោងចក្រជីងជីលោកបន្តថាគ្រោះថ្នាក់នេះបណ្ដាលមកពីការធ្វេសប្រហែសរបស់អ្នកបើកបរដែលខ្វះការប្រុងប្រយ័ត្ននិងពុំយល់ច្បាស់អំពីច្បាប់ចរាចរណ៍គ្រោះថ្នាក់លើរថយន្តដឹកកម្មករកាត់ដេរតែងកើតឡើងជាញឹកញាប់ហើយបណ្ដាលឲ្យកម្មករមានរបួសនិងស្លាប់ជាច្រើនដោយសារតែរថយន្តដឹកកម្មករផ្ទុកកម្មករលើសចំណុះកាលពីខែមករារថយន្តដឹកកម្មករមួយបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យកម្មករ5នាក់ស្លាប់និង65នាក់ទៀតរងរបួសនៅខេត្តកំពង់ស្ពឺគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបណ្ដាលឲ្យមនុស្សស្លាប់ច្រើនជាងគេកាលពីឆ្នាំ2015មានមនុស្សចំនួន 2000 នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ
บัดเวทีการอาชีวกรรมใบตองได้ជាភាសាអង់គ្លេសហៅថា Green Business Forum លើកទី3ក្រោមប្រធានបទใบតងគឺរៀលជជែកវែងញែកពីច្រកនៃការទទួលបានផលចំណេញនិងធានានិរន្តរភាពសម្រាប់អាជីវកម្មដែលគិតគូរពីបរិស្ថានអ្នកឯកទេសក្នុងវិស័យអាជីវកម្មនិងបរិស្ថានអះអាងថាអាជីវកម្មបៃតងនេះជាមធ្យោបាយប្រសើរមួយដើម្បីរួមចំណែកទប់ស្កាត់ការប្រែប្រួលអាកាសធាតុនិងប៉ះពាល់បរិស្ថានលោកសានហ្វែលរាយការណ៍ព័ត៌មាននេះគណៈកម្មការធុរកិច្ចបៃតងនៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាលោកកាឡូហ្វីហ្កាតាឡាម៉ាន់កាថ្លែងនៅសន្តាគារ Sofitel ថាអាជីវកម្មបៃតងគឺជាការពិតមួយដែលថាអាចនាំការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការងាកមកប្រើប្រាស់ធនធានកែច្នៃឡើងវិញលោកបន្តថាអាជីវកម្មបៃតងនេះមិនត្រឹមតែជួយការពារបរិស្ថានប៉ុណ្ណោះទេតែវាក៏ធ្វើឲ្យអាជីវកម្មនោះត្រូវបានអតិថិជនផ្ដល់តម្លៃនិងស្រឡាញ់ចូលចិត្តហើយវាធានាដំណើរការអាជីវកម្មឲ្យរស់បានយូរអង្វែងខ្ញុំគិតថាវិស័យឯកជនមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍដោយចីរភាពដែលយើងមិនអាចរំពឹងតែទៅលើអង្គការសង្គមស៊ីវិលនិងរដ្ឋាភិបាលការពារបរិស្ថានយើងត្រូវផ្លាស់ប្តូរជីវិតអាជីវកម្មរបស់យើងដែលមានន័យថាយើងត្រូវផ្លាស់ប្តូររបៀបផលិតផ្លាស់ប្តូរដំណើរការអាជីវកម្មផ្លាស់ប្តូរគំនិតអាជីវកម្មដើម្បីពំនាំដំណោះស្រាយថ្មីក្នុងការធានាចីរភាពសម្រាប់បរិស្ថានដើម្បីធ្វើអាជីវកម្មបៃតងគឺការបង្កើតបៃតងដែលសំដៅលើការប្រើប្រាស់ថាមពលអគ្គិសនីនិងទឹកប្រកបដោយប្រសិទ្ធភាពការកាត់បន្ថយកាកសំណល់និងការបំពុលខ្យល់ហើយការការពារសុខភាពបុគ្គលិកនិងការបង្កើនផលិតភាពការងាររបស់កម្មករវាគ្មិនក្នុងវេទិកានេះអះអាងថាប្រសិនបើអាជីវកម្មមួយអាចធានាពីភាពបៃតងរបស់ខ្លួននោះវានឹងប្រែក្លាយកន្លែងការងារនិងកន្លែងរស់នៅឲ្យកាន់តែមានផាសុកភាពផលិតភាពការងារកាន់តែខ្ពស់បុគ្គលិកកាន់តែមានមោទនភាពពីស្ថាប័នការងាររបស់ខ្លួនហើយការចំណាយលើតម្លៃផលិតថយចុះនិងការលក់ផលិតផលនិងសេវាកម្មកើនឡើងអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាពលោកកែនសិរីរដ្ឋាមានប្រសាសន៍ថាអាជីវកម្មបៃតងឬសេដ្ឋកិច្ចបៃតងក៏ចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិបានច្រើនហើយពង្រឹងការប្រើប្រាស់ធនធានធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាពពីព្រោះសេដ្ឋកិច្ចបៃតងនេះមិនដូចខ្ញុំបានជម្រាបមុនអញ្ចឹងមិនត្រឹមតែជួយទៅដល់កំណើនផលិតផលក្នុងស្រុកទេគឺវាជួយទៅដល់ឱកាសការងារច្រើនណាស់សម្រាប់ប្រជាពលរដ្ឋរបស់យើងវិស័យឯកជនធំមួយចំនួនដូចជាក្រុមហ៊ុន Coca-Cola និងក្រុមហ៊ុន Total បានបង្ហាញពីការចាប់ផ្ដើមផ្លាស់ប្ដូរទៅប្រើប្រាស់ថាមពលព្រះអាទិត្យដែលជាថាមពលកកើតឡើងវិញដោយក្រុមហ៊ុនទាំងនេះបញ្ជាក់ថាការធ្វើអាជីវកម្មគឺជាការផ្ដោតការយកចិត្តទុកដាក់និងគិតគូរពីបរិស្ថានក៏ប៉ុន្តែម្ចាស់អាជីវកម្មនៅកម្ពុជាមួយចំនួនកំពុងស្ទាក់ស្ទើរថាតើគួរជ្រើសរើសយកអាជីវកម្មបៃតងឬទេលោកកែនសេរីរដ្ឋាបញ្យល់ថាប្រទេសកម្ពុជាកំពុងខ្វះធនធានមនុស្សនិងបច្ចេកវិទ្យាហើយការខ្វះខាតនេះហើយដែលជាឧបសគ្គក្នុងការលើកទឹកចិត្តឲ្យម្ចាស់អាជីវកម្មងាកមកប្រតិបត្តិអាជីវកម្មបៃតងវិញបើទោះជាយ៉ាងណាលោកគូបញ្ជាក់ថារដ្ឋាភិបាលកំពុងរៀបចំគោលនយោបាយពិសេសការគ្រប់គ្រងការប្រើប្រាស់ថាមពលការគ្រប់គ្រងកាកសំណល់និងការកែតម្រង់ស្ថាប័នដើម្បីធានាថារាល់ការធ្វើអាជីវកម្មអាចការពារបរិស្ថាននិងធានាការរស់នៅរបស់សហគមន៍ប្រកបដោយចីរភាពខ្ញុំសានសែលវិទ្យុអាស៊ីសេរីភ្នំពេញបាទលោកនាងកំពុងស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីដែលផ្សាយចេញពីរដ្ឋធានី Washington ទឹកឃ្មុំព្រៃអាចជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋចំនួន5សហគមន៍នៅស្រុកឆែបនិងស្រុកជ័យសែនខេត្តព្រះវិហារជារៀងរាល់ឆ្នាំប្រជាពលរដ្ឋក្នុងសហគមន៍នីមួយៗអាចរកប្រាក់បានជាង$1,300សហរដ្ឋអាមេរិកពីការលក់ទឹកឃ្មុំព្រៃទៅឲ្យទីផ្សារជាច្រើនក៏ប៉ុន្តែនៅឆ្នាំ2016បរិមាណនៃទឹកឃ្មុំព្រៃបានថយចុះយ៉ាងខ្លាំងធ្វើឲ្យពលរដ្ឋដែលពឹងផ្អែកទៅលើរបរដើររកទឹកឃ្មុំថយចុះចំណូលរបស់ពួកគេយ៉ាងគំហុកលោកហងសាវយុទ្ធរាយការណ៍ព័ត៌មាននេះសហគមន៍ទឹកឃ្មុំព្រៃចំនួន5នៅខេត្តព្រះវិហារកំពុងព្រួយបារម្ភអំពីការបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃរបស់ពួកគេដោយសារតែបរិមាណនៃទឹកឃ្មុំព្រៃបានថយចុះយ៉ាងខ្លាំងហើយពិបាកដើររកទិញផងតំណាងសហគមន៍ទឹកឃ្មុំព្រៃម្នាក់នៅភូមិសង្កែឃុំសង្កែមួយស្រុកឆែបក្នុងចំណោមសហគមន៍ចំនួន4ទៀតគឺអ្នកស្រីសុកយឿនអ្នកស្រីមានប្រសាសន៍កាលពីរសៀលថ្ងៃពុធទី27ខែមេសាថាបរិមាណទឹកឃ្មុំព្រៃក្នុងឆ្នាំ2016មានការថយចុះយ៉ាងខ្លាំងហើយពិបាករកទិញណាស់ជារៀងរាល់ឆ្នាំទឹកឃ្មុំព្រៃសម្បូរដោយសហគមន៍របស់គាត់អាចដើរទិញបានប្រហែល250ទៅ300លីត្រក្នុងមួយរដូវរបស់វាក៏ប៉ុន្តែសម្រាប់ឆ្នាំ2016ការដើររកទិញទឹកឃ្មុំព្រៃគឺពិបាកបំផុតដោយបានតែ20ឬក៏30លីត្រទេ
អ្នកស្រីសុកយឿនបង្ហាញការព្រួយបារម្ភចំពោះការថយចុះនៃទឹកឃ្មុំព្រៃនេះពីព្រោះតែសហគមន៍របស់គាត់ពឹងផ្អែកលើចំណូលដែលបានពីការលក់ទឹកឃ្មុំព្រៃនិងដើរបោចវល្លិដងជាប់បន្តិចបន្តួចប៉ុណ្ណោះមានការព្រួយបារម្ភព្រោះអីណាមួយព្រៃឈើដែលជំរកឃ្មុំក៏វាអស់ណាមួយក៏វាជាដែលធ្លាប់ដើរធ្លាប់មកក៏វាបាត់បង់ផ្លូវជួយតែអត់មួយឃ្លានណាមួយរលីចំបានចាយថាខ្វះខាតទាំងមុខរបរដែលធ្លាប់រនៅខេត្តព្រះវិហារបច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណជាង600គ្រួសារនៅក្នុងសហគមន៍ចំនួន5នៃស្រុកឆែបនិងស្រុកជ័យសែនដែលទីពឹងលើរបររកកម្រៃពីការលក់ទឹកឃ្មុំព្រៃមន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរដែលជួយជ្រោមជ្រែងដល់សហគមន៍ប្រជាពលរដ្ឋទាំងនោះលោកប៉ាក់សុភ័ណ្ឌទទួលស្គាល់ថាឆ្នាំ2016នេះបរិមាណទឹកឃ្មុំព្រៃនៅខេត្តព្រះវិហារពិតជាមានការថយចុះជាងកាលពីឆ្នាំមុនមែនលោកប៉ាក់សុភ័ណ្ឌយល់ថាមូលហេតុដែលធ្វើឲ្យបរិមាណនៃទឹកឃ្មុំព្រៃថយចុះគឺប្រហែលបណ្ដាលមកពីការបាត់បង់ព្រៃឈើជាច្រើនព្រមទាំងឆ្នាំនេះធាតុអាកាសក្តៅហួតហែងធ្វើឲ្យដើមឈើមិនសូវផ្កាផ្លែសម្រាប់ជាចំណីសត្វឃ្មុំផងឃ្មុំនៅតែមានប៉ុន្តែវាគ្រាន់តែថាវាអត់មានចម្រោកឃ្មុំអត់មានបង្កងសម្រាប់ទុំព្រោះតំបន់ដែលវាធ្លាប់ទុំតាមលក្ខណៈធម្មជាតិរបស់វាត្រូវបានបំផ្លាញអស់ដោយសារមនុស្សអ្នកបំផ្លាញព្រៃបំផ្លាញទន្ទឹងធម្មជាតិអស់អញ្ចឹងឃ្មុំក៏វាមិនដឹងរកកន្លែងណាទុំដែរពេលខ្លះឃ្មុំមកទុំទៅតាមផ្ទះអីធ្វើសបុកធ្វើអីវាខុសពីធម្មជាតិរបស់វាមន្ត្រីផ្នែកព្រៃឈើនិងជីវភាពសហគមន៍របស់អង្គការពន្លកខ្មែរលោកតែមវេនឲ្យដឹងថាទឹកឃ្មុំព្រៃមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាង600គ្រួសារនៅខេត្តព្រះវិហារលោកបញ្ជាក់ថាទឹកឃ្មុំព្រៃ1លីត្រគឺប្រជាពលរដ្ឋអាចលក់បានតម្លៃ 35,000 រៀលជារៀងរាល់ឆ្នាំប្រជាពលរដ្ឋនៅខេត្តព្រះវិហារអាចប្រមូលទឹកឃ្មុំព្រៃបានជាមធ្យមប្រហែល400លីត្រក្រសួងពាណិជ្ជកម្មបានចាត់ទុកទឹកឃ្មុំព្រៃក្នុងប្រទេសកម្ពុជាថាជាផលិតផលកំពូលក្នុងចំណោមផលិតផលចំនួន10បច្ចុប្បន្នកម្ពុជាមានសហគមន៍ចំនួនទឹកឃ្មុំព្រៃចំនួន11ដោយអាចប្រមូលទិញទឹកឃ្មុំព្រៃប្រហែល 3,300 លីត្រក្នុងមួយឆ្នាំខ្ញុំហងសាវយុទ្ធវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តសៀមរាបលោកអ្នកនាងជាទីមេត្រីពលរដ្ឋជាង500នាក់តំណាងឲ្យពលរដ្ឋចំនួន30សហគមន៍ក្នុងខេត្តត្បូងឃ្មុំបាននាំគ្នាតវ៉ាដោយលើកបណ្ដានិងដាក់ញត្តិទៅកាន់ស្ថាប័នចំនួន2មានរដ្ឋសភានិងក្រសួងដែនដីនគររូបនីយកម្មនិងសំណង់កាលពីព្រឹកមិញពួកគេទាមទារឲ្យស្ថាប័នទាំងពីរនេះផ្អាកសកម្មភាពបុគ្គលមានអំណាចនិងក្រុមហ៊ុនឯកជនដែលកំពុងរំលោភយកដីក្រុមអ្នកស្រុកក៏បានជំរុញឲ្យអាជ្ញាធរដោះស្រាយផលប៉ះពាល់ដីស្រែចម្ការនិងផ្ទះសម្បែងរបស់ពួកគាត់ឲ្យបានចប់ជាមុនសិនអ្នកស្រីអ៊ុំរាំងសីរាយការណ៍ជុំវិញរឿងនេះប្រជាពលរដ្ឋទាំងពីរស្រុកគឺស្រុកមេមត់និងស្រុកដំបែខេត្តត្បូងឃ្មុំអះអាងថាពួកគាត់ធ្លាប់បានតវ៉ាសូមអន្តរាគមន៍ជាច្រើនលើកមកហើយជាមួយនឹងអាជ្ញាធរខេត្តនេះតែនៅមិនទាន់ឃើញមានលទ្ធផលណាមួយនៅឡើយចំណែកឯសង្គមស៊ីវិលរិះគន់ថាអាជ្ញាធរមូលដ្ឋានគ្មានឆន្ទៈដោះស្រាយចំនួនដីធ្លីនៅតំបន់មានចំនួនឲ្យឆាប់ចប់នោះទេតំណាងពលរដ្ឋដែលតវ៉ាមកពីភូមិខ្នងក្រពើលិចនិងភូមិខ្នងក្រពើកើតឃុំត្រមងស្រុកមេមត់ខេត្តត្បូងឃ្មុំលោកស្រីខុតស្រីអូនបានដឹងថាពលរដ្ឋចំនួន524គ្រួសារដែលតវ៉ានេះបានទទួលរងនឹងការរំលោភបំពានដីស្រែនិងដីលំនៅឋានតាំងពីឆ្នាំ2008ពីគម្រោងអភិវឌ្ឍដីសម្បត្តិសេដ្ឋកិច្ចរបស់រដ្ឋាភិបាលឲ្យក្រុមហ៊ុនចិនមួយយកមកវិនិយោគលើការដាំដំណាំកៅស៊ូប្រមាណជាង29ហិកតាលោកស្រីបន្តថាការដាក់ញត្តិទៅរដ្ឋសភានិងក្រសួងដែនដីនៅពេលនេះព្រោះពលរដ្ឋជឿជាក់ថាស្ថាប័នកំពូលទាំងពីរនេះនឹងមានសមត្ថភាពបើកការស៊ើបអង្កេតឈានទៅដោះស្រាយបញ្ចប់ចំនួនដីធ្លីដ៏រ៉ាំរ៉ៃនេះសូមឲ្យរដ្ឋាភិបាលនឹងមុននឹងវិនិយោគអភិវឌ្ឍកន្លែងណាសូមចុះឲ្យផ្ទាល់ដល់កន្លែងប្រជាពលរដ្ឋហើយសូមសួរថាប្រជាពលរដ្ឋព្រមក៏អត់តែបើប្រជាពលរដ្ឋមិនព្រមដោយសារប្រជាពលរដ្ឋនឹងគាត់រស់នៅកន្លែងនឹងសុខសាន្តហើយបានគាត់មិនព្រមខ្លឹមសារសរសេរនៅលើបដានិងញត្តិរបស់ពលរដ្ឋបង្ហាញថាក្រុមហ៊ុនឯកជនឈ្មួញនឹងអាជ្ញាធរអ្នកមានអំណាចបានរំលោភយកដីស្រែចម្ការកំពុងតែធ្វើឲ្យប៉ះពាល់ដល់ប្រជាកសិករប្រមាណជាង 4,000 គ្រួសារតំណាងពលរដ្ឋដែលតវ៉ាម្នាក់ទៀតមកពីស្រុកដំបែលោកផុនឈឿនបានដឹងដែរថាសហគមន៍លោកមិនមានដីធ្វើស្រែចម្ការចិញ្ចឹមជីវិតទេក្រៅពីជំរុញឲ្យក្រសួងរៀបចំដែនដីនិងរដ្ឋសភាចុះស៊ើបអង្កេតលោកក៏ទទូចឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដោះស្រាយចំនួនដីធ្លីនេះផងព្រោះពួកគាត់ជិតដល់រដូវធ្វើស្រែចម្ការហើយខ្ញុំមកជួបសម្ដេចផ្ទាល់ព្រោះខែនេះត្រូវដល់ប្រជាពលរដ្ឋខ្ញុំត្រូវដាំដុះអស់ហើយអញ្ចឹងឲ្យគាត់សម្រេចកាត់ដីឲ្យប្រជាពលរដ្ឋខ្ញុំទី1កាត់បន្ថយទៅរណស្រុកទៅប្រទេសគេកាត់ទី2ទៀត
កុំឲ្យជាពាក់បំណុលលុយនឹងធនាគារកាត់ទី3កុំឲ្យប្រជាពលរដ្ឋខ្ញុំចេះក្រីក្រទៀតអញ្ចឹងខ្ញុំចង់ប្រមូលដីសហគមន៍ដើម្បីមកវិញគ្រប់គ្រងដោយសហគមន៍ខ្ញុំការតវ៉ារបស់ក្រមពលរដ្ឋទាំងពីរស្រុកនៅក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងរដ្ឋសភាមិនមានការរារាំងពីក្រមសមត្ថកិច្ចឡើយជាងនេះទៀតអ្នកនាំពាក្យក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់លោកសេងលូតបានចេញមកជួបក្រមពលរដ្ឋព្រមទាំងសន្យាជួយអន្តរាគមន៍ជូនពលរដ្ឋឆាប់ៗនេះផងអាដាមនឹងដឹកនាំក្រមការងារដែលក្នុងអង្គភាពពាក់ព័ន្ធរបស់ក្រសួងហ្នឹងពិនិត្យករណីហ្នឹងដោយសហការជាមួយអាជ្ញាធរដែនដីក៏ដូចជាប្រជាពលរដ្ឋនឹងទាំងអស់គ្នាដើម្បីមើលករណីហ្នឹងថាការពិតនោះយ៉ាងម៉េចហើយឈានទៅរកដំណោះស្រាយសមស្របមួយដែលទទួលយកបានទាំងអស់គ្នាចំណែកឯមន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូលោកអំសំអាតបានសម្ដែងការសោកស្ដាយដែលអាជ្ញាធរថ្នាក់មូលដ្ឋានគ្មានឆន្ទៈដោះស្រាយបញ្ចប់ចំនួនរ៉ាំរ៉ៃនេះហើយបណ្ដោយឲ្យពលរដ្ឋស្វែងរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនជាញឹកញាប់ប៉ុន្តែយ៉ាងណាលោកនឹងរងចាំមើលចំណាត់ការរបស់ស្ថាប័នដែលពលរដ្ឋស្វែងរកអន្តរាគមន៍ថាមានឆន្ទៈដោះស្រាយពិតប្រាកដឬយ៉ាងណាការថតត្រូវតែហ៊ានអាកាត់នៅការដោះស្រាយដើម្បីផ្ដល់យុទ្ធធម៌សម្រាប់ពលរដ្ឋបើមិនជាយើងមិនហ៊ានទេអាបញ្ហារ៉ាំរ៉ៃនៃដីធ្លីនេះវាចេះតែបន្តហើយវាកើតឡើងជាបន្តបន្ទាប់នាំឲ្យបញ្ហាដីធ្លីនេះវាទៅជាបញ្ហាមួយទោះបីជាមានការសន្យាពីមន្ត្រីក្រសួងរៀបចំដែនដីនិងរដ្ឋសភាក៏ដោយក្រុមអ្នកតវ៉ាមកពីស្រុកមេមត់និងស្រុកដំបែខេត្តត្បូងឃ្មុំនៅតែមិនទាន់ស្ងប់ចិត្តពួកគាត់ប្រកាន់ជំហរតវ៉ាទាមទារជាថ្មីប្រសិនបើការសន្យានោះគ្មានប្រសិទ្ធភាពនោះទេខ្ញុំអ៊ុំរាំងសីវិទ្យុអាស៊ីសេរីភ្នំពេញពីខេត្តបាត់ដំបងឯនោះវិញពលរដ្ឋប្រមាណ50នាក់តំណាងឲ្យជាង250គ្រួសារនៅថ្ងៃពុធបាននាំគ្នាតវ៉ានៅមុខដីទំនាស់រារាំងអាជ្ញាធរដែនដីមិនឲ្យយកទីស្នាក់ការភូមិលក់ទៅឲ្យអ្នកមានទ្រព្យយកប្រាក់ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួននោះទេប៉ុន្តែចៅសង្កាត់អះអាងថាដីដែលអ្នកភូមិតវ៉ានោះជាកម្មសិទ្ធិបុគ្គលស្របច្បាប់លោកហ៊ុំចម្រើនរាយការណ៍ព័ត៌មាននេះក្រុមអ្នកតវ៉ានៅក្រុងបាត់ដំបងស្នើអង្គភាពប្រឆាំងអំពើពុករលួយនិងមន្ត្រីពាក់ព័ន្ធចុះស្រាវជ្រាវដើម្បីចាត់វិធានការផ្លូវច្បាប់ទៅលើមេភូមិនិងចៅសង្កាត់ហើយយកដីរបស់រដ្ឋមកទុកប្រើប្រាស់ជាសម្បត្តិរួមតំណាងអ្នកតវ៉ាម្នាក់គឺលោកតៃអានប្រាប់វិទ្យុអាស៊ីសេរីនៅមុខដីទំនាស់ភូមិការស្លាសង្កាត់ចំការសំរោងក្រុងបាត់ដំបងនៅថ្ងៃទី27មេសាថាមេភូមិសួនសុផាន់ហៅខេងខុបខិតជាមួយចៅសង្កាត់ចំការសំរោងយកដីស្នាក់ការភូមិការស្លាទំហំទទឹង12ម៉ែត្រនិងបណ្ដោយ18ម៉ែត្រលោកឲ្យអ្នកមានទ្រព្យធនក្នុងមូលដ្ឋានដើម្បីយកប្រាក់ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនលោកអះអាងថាមូលហេតុដែលនាំគ្នាតវ៉ាដោយសារព្រួយបារម្ភក្រែងគ្មានដីសម្រាប់ធ្វើស្នាក់ការភូមិនៅថ្ងៃអនាគតបំណងប្រជាពលរដ្ឋទាំងអស់អត់មានឲ្យលោកមេភូមិធ្វើអ្វីទៀតទេគឺឲ្យលោកមេភូមិយកដីទីស្នាក់ការភូមិនេះមកឲ្យប្រជាពលរដ្ឋវិញនៅក្នុងភូមិការស្លាទាំងមូលបាទប្រជាពលរដ្ឋទាមទារយកឲ្យលោកមេភូមិយកដីដែលទីស្នាក់ការរបស់ប្រជាពលរដ្ឋនេះមកប្រគល់ឲ្យប្រជាពលរដ្ឋវិញដោយសេចក្តីសុខតទៅមុខទៀតអត់មានឲ្យយកទៅលក់ដូរទីកន្លែងណាផ្សេងក្រៅពីបំរើប្រជាពលរដ្ឋឆ្លើយតបនឹងការចោទប្រកាន់នេះចៅសង្កាត់ចំការសំរោងលោកងិនផាតមានប្រសាសន៍ថាដីដែលលក់នោះជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋមានបានកាន់កាប់ត្រឹមត្រូវគឺពុំមានពាក់ព័ន្ធនឹងដីស្នាក់ការភូមិដោយការចោទប្រកាន់របស់អ្នកស្រុកឡើយដែលលើជាប្រកាសប្រហែលមួយខែនោះតាមមិនឃើញជាណាវ៉ាអីណាមុននឹងធ្វើផ្ងឲ្យជាប្រកាសហើយជាប្រកាសនៅដាក់នៅកន្លែងធ្វើផ្ងនេះមួយខែយកពេលមួយខែអត់មានណាតវ៉ាទេដល់ពេលធ្វើផ្ងចេញហើយថាយើងមកតវ៉ាទៅមិនអានោះទោះបីជាយ៉ាងនេះក្តីអ្នកភូមិអះអាងថាអាជ្ញាធរមូលដ្ឋានបានខុបខិតគ្នាលួចធ្វើប្លង់ដីស្នាក់ការភូមិដោយស្ងៀមស្ងាត់ហើយមិនបានជម្រាបពលរដ្ឋឲ្យដឹងនោះទេអ្នកស្រុកបន្ថែមថាពួកគាត់ទៅតែទទួលដំណឹងនៅពេលដែលអាជ្ញាធរបានវាស់ដីនោះលក់ទៅឲ្យប្រជាពលរដ្ឋក៏ផ្ទុះការតវ៉ាតែម្ដងមន្ត្រីស៊ើបអង្កេតអង្គការលីកាដូខេត្តបាត់ដំបងលោកហេងសៃហុងមានប្រសាសន៍ថាដីដែលអ្នកភូមិតវ៉ានោះដើមឡើយជាដីបំរុងទុកសម្រាប់សង់ស្នាក់ការភូមិការស្លាដើម្បីប្រើប្រាស់ប្រយោជន៍រួមរបស់ពលរដ្ឋក្នុងមូលដ្ឋានលោកពន្យល់ថាប្រជាពលរដ្ឋតវ៉ាគឺជារឿងត្រឹមត្រូវដោយសារពួកគាត់ព្រួយបារម្ភខ្លាចហិនហោចទ្រព្យសម្បត្តិរបស់រដ្ឋคล้ายទៅជាកម្មសិទ្ធិឯកជនចឹងសូមឲ្យអដែងរឿងនេះមានតែខាងអដែងកាយឡៃប្រឆាំងអំពើពុករលួយទេហើយនឹងអាជ្ញាធរថ្នាក់ខេត្តនឹងពិនិត្យទៅចោះទៅឃើញហើយព្រោះច្បាស់ណាស់វាជាដីរបស់ថ្នាក់ការសម្រាប់សហការរបស់អដែងរបស់រដ្ឋរបស់ប្រជាពលរដ្ឋឲ្យទាំងអស់គ្នានៅនឹងអញ្ចឹងបើទៅវាទៅអញ្ចឹងបានតែមានអំពើពុករលួយមានចិត្តប្រកដីអំពើពុករលួយកើតឡើងបើតែខ្លាយរបស់ទៅជាឯកជនបន្ទាប់ពីពលរដ្ឋតវ៉ាប្រមាណកន្លះម៉ោង
មន្ត្រីរដ្ឋបាលសាលាខេត្តបាត់ដំបងបានអនុញ្ញាតឲ្យតំណាងអ្នកតវ៉ាចំនួន4នាក់ជួបពិភាក្សានៅសាលាខេត្តអាជ្ញាធរខេត្តបាត់ដំបងបានចេញលិខិតមួយច្បាប់ឲ្យទៅអាជ្ញាធរក្រុងដើម្បីចុះស៊ើបអង្កេតតាមសំណើរបស់ប្រជាពលរដ្ឋទោះជាយ៉ាងណាអ្នកភូមិបញ្ជាក់ថាប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនដោះស្រាយឲ្យចៅសង្កាត់បញ្ឈប់លក់ដីនោះទេគឺពួកគាត់នឹងចេញរារាំងមិនឲ្យមានការសាងសង់អគារជាកម្មសិទ្ធិឯកជនឡើយខ្ញុំបាទហ៊ុំចម្រើនវិទ្យុ RC សេរីពីខេត្តបាត់ដំបងលោកអ្នកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុ RC សេរីពីរដ្ឋធានី Washington សហរដ្ឋអាមេរិកសូមលោកអ្នកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ពិស្ដារផ្សេងៗនៃកម្មវិធីផ្សាយរបស់យើងនាពេលបន្តិចទៅនេះបាទលោកអ្នកនាងកញ្ញាអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍អំពីពលរដ្ឋខេត្តកំពង់ចាមបារម្ភករណីភ្លើងឆេះព្រៃលិចទឹកដោយគ្មានការទប់ស្កាត់ពលរដ្ឋខេត្តកំពង់ឆ្នាំងកំពុងខ្វះទឹកប្រើប្រាស់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុនាំគ្នាចាប់ផ្ដើមទឹកជូនពលរដ្ឋប៉ះពាល់តាមមូលដ្ឋានហើយនៅចុងកម្មវិធីគឺជាព័ត៌មានបញ្ចប់បាទសូមអញ្ជើញលោកអ្នកនាងស្ដាប់កម្មវិធីផ្សាយរបស់យើងខ្ញុំជាបន្តទៅទៀតដោយមេត្រីសេចក្តីរាយការណ៍ពិស្ដារលោកនាងជាទីមេត្រីពលរដ្ឋឃុំមានស្រុកព្រៃឈរខេត្តកំពង់ចាមដែលរស់នៅជាប់បឹងធំបញ្ជាក់ថាករណីភ្លើងឆេះព្រៃលិចទឹកនៅតំបន់នោះកើតឡើងជាច្រើនថ្ងៃមកហើយក៏ប៉ុន្តែអាជ្ញាធរឬមន្ត្រីជំនាញមិនបានចាត់វិធានការទប់ស្កាត់នៅឡើយពួកគាត់បារម្ភថាភ្លើងនឹងកាន់តែឆេះរាលដាលទៅតំបន់ផ្សេងទៀតជាមិនខានឡើយសូមស្ដាប់សេចក្តីរាយការណ៍របស់លោកសូតសុខប្រាថ្នាប្រជាពលរដ្ឋនិងប្រធានសហគមន៍នេសាទបឹងធំស្នើឲ្យមន្ត្រីជំនាញព្រមទាំងអាជ្ញាធរពាក់ព័ន្ធចាត់វិធានការយ៉ាងណាទប់ស្កាត់ភ្លើងឆេះព្រៃលិចទឹកដែលកំពុងកើតមានឲ្យបានឆាប់រហ័សជៀសវាងបណ្ដាលឲ្យភ្លើងឆេះរាលដាលបន្តទៀតពលរដ្ឋនៅឃុំមានអ្នកស្រីសអានមានប្រសាសន៍ថាភ្លើងឆេះព្រៃលិចទឹកនៅតំបន់បឹងធំគឺកើតឡើងជិត1ខែមកហើយប៉ុន្តែមិនទាន់ឃើញមានអាជ្ញាធរឬមន្ត្រីជំនាញចេញសកម្មភាពទប់ស្កាត់ឬបញ្ជៀសមិនឲ្យភ្លើងឆេះបន្តរាលដាលទៅតំបន់ផ្សេងទៀតអ្នកស្រីបន្តថាភ្លើងឆេះនោះអាចបណ្ដាលមកពីក្រុមអ្នករកឃ្មុំចូលទៅតំបន់នោះអ្នកស្រីមើលឃើញថាប្រសិនបើភ្លើងឆេះព្រៃនៅតែបន្តរាលដាលទៅតំបន់ផ្សេងទៀតដោយគ្មានការទប់ស្កាត់ព្រៃលិចទឹកនៅតំបន់បឹងធំអាចនឹងប្រឈមក្តីវិនាសក្នុងនាមខ្ញុំជាប្រជាពលរដ្ឋនិងពលរដ្ឋទាំងអស់តែជំនឿការបារម្ភថាយើងកំពុងតែព្រួយអារម្មណ៍នឹងរឿងទឹកទន្លេអីអញ្ចឹងទៅយើងសង្ឃឹមថាបឹងធំនោះវាជាបឹងមួយដែលធ្វើឲ្យយើងមានការទីពឹងទៅលើទឹកអីអញ្ចឹងហើយដល់ពេលឥឡូវនោះវាឆេះអភ័យតែការពារតំបន់ដីសើមការពារទឹកបឹងហ្នឹងវាឆេះអស់ទៀតវាធ្វើឲ្យក្តៅតាមមាត់បឹងហ្នឹងភ្លើងឆេះព្រៃលិចទឹកនៅបរិវេណបឹងធំរួមមានព្រៃលិចទឹកបឹងកញ្ចាញនិងចំណែកខ្លះនៅក្បែរបឹងប្រលិតដែលជាបឹងអភិរក្សនៅតំបន់នោះដែលស្ថិតនៅក្នុងទឹកដីឃុំរកាកុយស្រុកកងមាសភ្លើងឆេះប្រមាណថ្ងៃមកនេះប្រធានសហគមន៍នេសាទបឹងធំឃុំមានបញ្ជាក់ថាគឺឆេះអស់ទំហំព្រៃប្រមាណជា200ហិកតាតាក់ទងបញ្ហានេះនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាមលោកអុកនរិនបញ្ជាក់ថាភ្លើងនោះពុំមែនឆេះព្រៃលិចទឹកទេប៉ុន្តែឆេះពពួកដើមត្រែងនៅក្បែរព្រៃលិចទឹកប៉ុណ្ណោះលោកបន្តថាភ្លើងឆេះនោះគឺកើតឡើងតាំងពីមុនពិធីបុណ្យចូលឆ្នាំខ្មែរហើយវាក៏បានរលត់ទៅវិញហើយដែរថ្ងៃ20នោះគឺយើងដាក់វិធានការដើម្បីយើងប្រចាំការការពារខ្លាចឆេះព្រៃជាយថាហេតុណាហ្នឹងហើយប៉ុន្តែកំពុងចាមយើងអត់មានបញ្ហាអីឆេះទេអត់មានឆេះព្រោះការពីបុណ្យចូលឆ្នាំនៅការកោយកងមាសមន្ត្រីជំនាញជលផលរូបនេះបន្តថានឹងចាត់មន្ត្រីនៅឃ្លាំមើលតំបន់ព្រៃលិចទឹកនីមួយៗនៅទូទាំងខេត្តដើម្បីការពារមិនឲ្យមានសកម្មភាពរុករានឬកាន់កាប់ដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធិទោះបីជាបែបនេះក្តីប្រធានសហគមន៍នេសាទបឹងធំឃុំមានលោកមនឆៃលៀងអះអាងថាស្ថានភាពភ្លើងឆេះព្រៃលិចទឹកនៅតំបន់បឹងធំរហូតមកទល់ពេលនេះគឺមិនទាន់ស្ងប់ស្ងាត់ទៅវិញទេដោយភ្លើងនៅតែបន្តឆេះរាលដាលទៅតំបន់ផ្សេងៗជាច្រើនកន្លែងទៀតលោកបញ្ជាក់ថាបញ្ហានេះលោកបានជួនដំណឹងទៅមន្ត្រីជំនាញជលផលខេត្តនិងអាជ្ញាធរប៉ុន្តែនៅមិនទាន់ឃើញមានវិធានការណាមួយទេអមានប្រដាប់ដាក់មកជូនទឹកនឹងណាទៅបាញ់រលត់វាកើតទៅវាឆេះខ្លាំងពេកហើយក្នុងផ្លូវនេះវាទៅវាខ្លាំងទៀតប្រធានសហគមន៍ដដែលបារម្ភខ្លាចក្រែងភ្លើងឆេះរាលដាលតទៅទៀតម្យ៉ាងខ្លាចក្រែងមានជនឆក់អាកាសដើម្បីរុករានដីនៅតំបន់ភ្លើងឆេះយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៀតផងជាមួយគ្នានេះលោកអំពីលនាវឲ្យមន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យស្ថានភាពជាក់ស្ដែងនិងរកវិធីជួយទប់ស្កាត់ឬពន្លត់ភ្លើងឆេះព្រៃទាំងនោះ
ចំណែកប្រធានសហគមន៍នេសាទឃុំរកាកយលោកម៉ាសៅឲ្យដឹងថាព្រៃលិចទឹកដែលមានប្រមាណ300ហិកតាគឺឆេះអស់ប្រមាណ 90% ហើយចំណែកសហគមន៍និងប្រជាពលរដ្ឋគឺមិនមានលទ្ធភាពទប់ស្កាត់ទេពីព្រោះព្រៃនោះជាព្រៃរនាមពិបាកចូលទៅម្យ៉ាងសហគមន៍មិនមានមធ្យោបាយគ្រប់គ្រាន់ដើម្បីពន្លត់ភ្លើងឆេះព្រៃទាំងនោះកាលមុនមកជីក្រែហ្នឹងគេធ្វើបន្លែណាជីក្រែដូចចុងក្រែហ្នឹងជីក្រែហ្នឹងគេធ្វើបន្លែដល់តែឥឡូវគេអត់ធ្វើដែរព្រៃហ្នឹងវាដុះណែនមកហ្មងដល់យកវាឆេះទៅលើទៅឆេះទៅហ្មងពីមុនមកជីក្រែហ្នឹងជីដល់គេដាំបន្លែទៅវាដល់បន្លែគេវាអស់តែហ្នឹងហ្មងវាអត់អាចចូលទៅក្នុងវូទេលោកបញ្ជាក់ថាព្រៃតំបន់នោះអាចជួយរក្សាលំនឹងទឹកបឹងមិនឲ្យឆាប់រីងស្ងួតម្យ៉ាងជាជំរកត្រីពងកូននារដូវទឹកឡើងនិងជាជំរកសត្វព្រៃថែមទៀតលោកថាប្រសិនបើភ្លើងឆេះព្រៃតំបន់នោះអស់ពពួកល្មូនដូចជាពស់និងអណ្ដើកត្រូវងាប់ចាក់ជាមិនខានបញ្ហាភ្លើងឆេះព្រៃលិចទឹកកំពុងកើតមានឡើងជាបន្តបន្ទាប់នៅតាមបណ្ដាខេត្តមួយចំនួនដូចជាខេត្តបាត់ដំបងសៀមរាបកំពង់ធំពោធិ៍សាត់និងខេត្តកំពង់ចាមជាដើមប៉ុន្តែចំណាត់ការរបស់រាជរដ្ឋាភិបាលនៅពុំទាន់មានប្រសិទ្ធភាពនៅឡើយខ្ញុំសោតសុខប្រាថ្នាវັດឈូអាស៊ីសេរីពីខេត្តកំពង់ចាមបាទលោកនៅនឹងជាទីមន្ត្រីអាកាសធាតុក្តៅខ្លាំងនិងគ្មានភ្លៀងធ្លាក់កកខែនៅឆ្នាំនេះក៏ពុំបង្កការលំបាកកាន់តែខ្លាំងដល់ការរស់នៅរបស់មនុស្សនិងសត្វប្រភពទឹកបឹងបួរព្រែកនិងអណ្ដូងលូដែលប្រជាពលរដ្ឋរស់នៅតាមជនបទធ្លាប់ប្រើប្រាស់ប្រចាំថ្ងៃត្រូវរីងស្ងួតដោយសារបញ្ហាអាកាសធាតុនេះនៅស្រុកបូរខេត្តកំពង់ឆ្នាំងមានប្រជាពលរដ្ឋជាច្រើនកំពុងខ្វះខាតទឹកប្រើប្រាស់និងសម្រាប់គោក្របីផឹកលោកជិនជាថារាយការណ៍ពុស្ដាពលរដ្ឋស្ទើរគ្រប់ឃុំនៃស្រុកបរិបូរខ្វះទឹកប្រើប្រាស់តាំងពីអំឡុងខែមីនាឆ្នាំ2016បន្ទាប់ពីទឹកស្ទឹងបរិបូររីងរាក់និងទឹកអណ្ដូងស្នប់ឬដាក់លូលែងចេញទឹកបច្ចុប្បន្នអ្នកភូមិកំពុងខ្វះទឹកប្រើប្រាស់ខ្លាំងហើយបង្ខំចិត្តទិញទឹកមិនសូវមានអនាម័យដែលគេដឹកលក់តាមឡានឬគោយន្តដែលបូមចេញពីបឹងឬត្រពាំងតាមតំបន់ទំនាបនៃស្រុកនេះដើម្បីយកមកប្រើប្រាស់ដោយសន្សំសំចៃពលរដ្ឋម្នាក់រស់នៅភូមិក្បាលថ្នល់នៃឃុំផ្សារគឺលោកស្រីប៊ិនហឹមមានប្រសាសន៍ថាអណ្ដូងយោងជម្រៅ12លូដែលគាត់ធ្វើតាំងពីឆ្នាំ1992ហើយធ្លាប់ប្រើប្រាស់ពេញមួយឆ្នាំនោះទើបរីងឃើញបាតដីនៅរដូវប្រាំងឆ្នាំនេះសប្តាហ៍ថ្ងៃលោកស្រីទិញទឹកដែលគេដឹកលក់តាមឡាននិងសម្រេងទឹកពីក្នុងអណ្ដូងខ្លះដើម្បីប្រើផ្សំគ្នាប៉ុន្តែមិនដែលបោកខោអាវឬងូតទឹកខ្ជះខ្ជាយនោះឡើយទៅអញ្ជើញមកពីណាមកពីដងទឹកអញ្ចឹងហ៎ចាដងទឹកបងអូននោះដងខ្លួនឯងរីងសំចៃឲ្យហ៊ានប្រើច្រើនក៏ប្រើមុជដាំបាយហ្នឹងហើយលោកស្រីបញ្ជាក់ថាទឹកសម្រាប់ងូតបោកខោអាវគោផឹកនិងដាំស្លជាដើមកំពុងខ្វះខាតខ្លាំងប៉ុន្តែចំពោះទឹកផឹកវិញមិនសូវលំបាកចំពោះពលរដ្ឋទេព្រោះនៅតាមផ្ទះភាគច្រើនមានធុងចម្រោះត្បិតនៅក្នុងមូលដ្ឋានគាត់មិនទាន់មានបណ្ដាញទឹកស្អាតប្រើប្រាស់ប៉ុន្តែគ្រួសារគាត់បានយកទឹកដែលទិញតាមឡានឬទឹកដែលសម្រេងចេញពីអណ្ដូងនោះមកចាក់ចូលក្នុងធុងចម្រោះឬដាំឲ្យពុះទើបផឹកចំណែកពលរដ្ឋម្នាក់ទៀតរស់នៅភូមិស្រះកែវនៃឃុំមេលំលោកប៊ុនសុភាពឲ្យដឹងថាលោកនិងអ្នកភូមិជាច្រើនគ្រួសារទៀតប្រើទឹកទិញពីតាមឡានឬគោយន្តអស់រយៈពេលជាង1ខែហើយទឹកដែលមានចំណុះប្រហែល120លីត្រតម្លៃ 10000 រៀលហើយក្នុងមួយខែលោកចំណាយលុយទិញទឹកជាង 100,000 រៀលនៅខែខ្លះលោកក៏ដងទឹកពីតាមរណ្ដៅដែលគ្រឿងចាក់កាយនៅក្បែរភូមិមកប្រើដែរខ្វះខាតទឹកច្រើនសម្រាប់ប្រើប្រាស់ដូចជាទឹកមួយទឹកអីហ្នឹងហើយយើងកើតទៅអាចយើងដងទឹកស្រះតែទឹកស្រះវាអត់ទៅល្អលែងទាលែងអីហ្នឹងបាទយើងត្រូវការប្រើប្រាស់យើងត្រូវការសំចៃយើងមិនបានមួយបបោតមួយចាក់ដល់2 3ទៅឲ្យវាសម្រាប់ជាក់ជាណាតាក់ទងបញ្ហានេះអភិបាលស្រុកបរិបូរលោកខួនសៅរំថ្លែងថាឃុំចំនួន11នៃស្រុកបរិបូរស្ទើរខ្វះខាតទឹកប្រើប្រាស់ទាំងអស់ប៉ុន្តែពុំមានស្ថានភាពធ្ងន់ធ្ងរនោះទេព្រោះអណ្ដូងតាមផ្ទះមួយចំនួននៅអាចប្រើកើតលោកថាបច្ចុប្បន្ននៅស្រុកបរិបូរមិនទាន់មានបណ្ដាញទឹកស្អាតប្រើប្រាស់នោះទេប៉ុន្តែប្រជាពលរដ្ឋគ្រប់ផ្ទះមានធុងចម្រោះទឹកស្អាតពីអង្គការក្រៅរដ្ឋាភិបាលនានាក្នុងរដូវប្រាំងនេះគឺថាបងប្អូនមានការខ្វះខាតប៉ុន្តែយើងជួយរំលែកគាត់ដូចជាតំបន់មួយចំនួនយើងចលនាឲ្យក្រុមការងារយើងទៅដឹកទៅពីកន្លែងនេះណាដែលមានណាទៅជួយគាត់ដល់ប្រើប្រាស់
គាត់មានដងគ្រប់ផ្ទះហើយប៉ុន្តែដងនោះរីងហ្មងមិនយើងតូចនៅប្រើប្រាស់បានក្នុងភូមិគាត់មានអ្នកបង្កើតមុខរបរលក់ទឹកហ្នឹងលក់តាមផ្ទះប៉ុន្តែមិនថ្លៃទេហ៊ូថ្លៃល្មមទទួលយកបានទាំងអស់គ្នាហ្នឹងពលរដ្ឋរស់នៅតំបន់ខ្ពង់រាបនៃស្រុកទឹកផុសស្រុកសាមគ្គីមានជ័យនិងស្រុកបរិបូរក្នុងខេត្តកំពង់ឆ្នាំងកំពុងខ្វះទឹកប្រើប្រាស់ដែរហើយសត្វក្របីខ្លះបានឈឺងាប់បន្ទាប់ពីលែងចូលព្រៃពុំមានទឹកផឹកលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងជាប្រធានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃទី26ខែមេសាប្រកាសបើកយុទ្ធនាការសង្គ្រោះប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់ដោយប្រើទាំងកងកម្លាំងប្រដាប់អាវុធប្រើឡានទឹកនិងឡានពន្លត់អគ្គិភ័យគ្រប់ប្រភេទដើម្បីយកទៅចែកជូនប្រជាពលរដ្ឋលោកក៏អំពាវនាវដល់សប្បុរសជនឬស្ថាប័នឯកជនឲ្យជួយលើការងារសង្គ្រោះនេះលោកហ៊ុនសែនបន្ថែមថាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវទម្លាក់កញ្ចប់ថវិកាបន្ថែមទៀតដល់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងស្ថានភាពពលរដ្ឋខ្វះទឹកប្រើប្រាស់កាន់តែធ្ងន់ធ្ងរឡើងលោកថាតាមការព្យាករណ៍ទាល់តែដល់ខែមិថុនាឆ្នាំ2016ទើបមានភ្លៀងធ្លាក់ដូច្នេះនេះគឺជាពេលមួយដែលស្ថាប័នពាក់ព័ន្ធជាពិសេសក្រុមការងារគណបកប្រជាជនកម្ពុជាត្រូវជួយពលរដ្ឋហើយសូមយកចិត្តទុកដាក់ជាពិសេសទៅលើស្ត្រីមេម៉ាយចាស់ជរានិងជនពិការដែលគាត់អត់មានលទ្ធភាពមកទទួលទឹកពីយើងត្រូវនាំទឹកនេះទៅកាន់ផ្ទះរបស់គាត់បើគាត់ខ្វះពាងយើងជួយទិញពាងឲ្យគាត់ដើម្បីស្តុកទឹកបញ្ហាគ្រោះរាំងស្ងួតការប្រែប្រួលអាកាសធាតុខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំនេះត្រូវគេមើលឃើញថាបណ្ដាលមកពីអស់ព្រៃឈើកំណើនចំនួនមនុស្សនិងយានយន្តបំភាយជាតិពុលទៅលើអាកាសខ្ញុំបាទចិនជេថាវិទ្យុអាស៊ីសេរីពីរាជធានីភ្នំពេញថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនាខេត្តព្រះសីហនុសហការគ្នាចោះជួយផ្ដល់ទឹកប្រើប្រាស់និងទឹកផឹកជូនប្រជាពលរដ្ឋដែលខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃមន្ត្រីស្ថាប័នទាំងនោះអះអាងថានឹងមិនទុកឲ្យប្រជាពលរដ្ឋនៅតាមគ្រួសារណាមួយរងគ្រោះដោយខ្វះទឹកនោះទេហើយអំពាវនាវដល់សប្បុរសជនមានវិស័យឯកជនចូលរួមសហការធ្វើការងារមនុស្សធម៌នេះជាមួយរដ្ឋាភិបាលពីខេត្តព្រះសីហនុលោកដែនអយុធ្យារាយការណ៍ពុស្ដាព័ត៌មាននេះស្នងការនគរបាលខេត្តព្រះសីហនុគឺលោកឧត្តមសេនីយ៍តូជួននរិនផ្ដល់សម្ភាសដល់វិទ្យុអាស៊ីសេរីនៅថ្ងៃពុធទី27ខែមេសាថាកម្លាំងនគរបាលស្ថាប័ននេះកំពុងអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងប្រមុខដឹកនាំរដ្ឋាភិបាលដោយរាល់ថ្ងៃនេះកំពុងមមាញឹកចុះផ្ដល់ទឹកប្រើប្រាស់និងទឹកទទួលទានជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាដែលខ្វះទឹកលោកបន្តថាកម្លាំងក្រមអាវ៉ាតស្នងការទាំង4ក្រុងស្រុកបានបន្តការងារមនុស្សធម៌ដោយដឹកទឹកចុះចែកជូនពលរដ្ឋដោយយកចិត្តទុកដាក់លោកជួននរិនបញ្ជាក់ថាក្នុងវិសាបតានេះកម្លាំងនគរបាលដឹកទឹកចែកជូនពលរដ្ឋបានរាប់សែនលីត្រនិងទឹកផឹកចំនួនរាប់ម៉ឺនយួរជាងនេះទៀតក៏បានដឹកទឹកចាក់ស្តុកចូលទៅក្នុងអណ្ដូងរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍នីមួយៗបន្ថែមពីលើការផ្ដល់ជូននៅតាមផ្ទះពលរដ្ឋលោកបន្តថានៅថ្ងៃទី27ខែមេសាកម្លាំងនគរបាលរបស់លោកបានដឹកទឹកប្រើប្រាស់ជិត 20,000 លីត្រនិងទឹកទទួលទានជាង500យួរឬកេសយកទៅចែកជូនប្រជាពលរដ្ឋជាង200គ្រួសារនៅភូមិកំពង់ស្មាច់តូចឃុំទឹកល្អក់ស្រុកព្រៃនប់ដែលដង្ហោយរកការសង្គ្រោះពីអាជ្ញាធរទៅយើងទំហំទឹកយើងទៅគួរ4ឡានទឹកប្រើប្រាស់ឥឡូវនេះគួរ4ឡានយកទៅជូនគាត់ហើយនឹងប្រើប្រាស់ទឹកសុទ្ធ500យួរជាងដើម្បីចែកជូនគាត់ការងារមនុស្សធម៌នេះលោកស្នងការជួននរិនអះអាងថានឹងបន្តចុះអនុវត្តឲ្យបានជាប្រចាំដោយមិនទុកឲ្យពលរដ្ឋនៅតាមមូលដ្ឋានណាមួយរងគ្រោះបណ្ដាលមកពីខ្វះទឹកនោះទេហើយស្នើដល់វិស័យឯកជននិងសប្បុរសជនឲ្យចូលរួមការងារមនុស្សធម៌នេះជាមួយអាជ្ញាធរបញ្ហាប្រឈមការខ្វះទឹកនៅមូលដ្ឋានខេត្តព្រះសីហនុលោកជួននរិនក៏បានដាក់បទបញ្ជាទៅគ្រប់កម្លាំងនគរបាលនៅតាមឃុំសង្កាត់នានាឲ្យយកចិត្តទុកដាក់និងផ្ដល់ព័ត៌មានពីការខ្វះទឹករបស់ប្រជាពលរដ្ឋមកស្នងការឲ្យបានឆាប់ដើម្បីមានវិធានការសង្គ្រោះពលរដ្ឋឲ្យបានទាន់ពេលវេលាសម្រងនេះក៏យើងចែកលើកទី1អស់ជាង 10,000 លីត្រដែរហើយនៅកណីក៏ជាង 10,000 លីត្រហើយនៅអូជ្រៅនេះក៏ជាង 30,000 លីត្រព្រោះការនោះយើងប្រើប្រាស់អស់រថយន្ត3-10គ្រឿងហើយមួយឆ្នាំមិញនេះយើង
ប្រើប្រាស់ទឹកនៅកាត់លេខ1ទៅដល់ប្រឡូកនេះហើយជា10000លីត្រ10000ជាងព្រោះតែការយើងបូមដាក់បំពេញកដងពេញធុងរបស់គាត់ហើយយើងបូមបញ្ចូលទៅក្នុងអណ្ដូងដែលគាត់រៀងស្ងួតនោះទៅឲ្យគាត់ប្រើបានយ៉ាងតិចក៏2ថ្ងៃទៀតដែរនៅក្នុងភូមិនោះអភិបាលស្រុកព្រៃនប់លោកទឹកវិធីមានប្រសាសន៍ថាពលរដ្ឋមូលដ្ឋាននេះពិតជាកំពុងប្រឈមការខ្វះទឹកប្រើប្រាស់និងទឹកទទួលទានពិតមែនលោកថាបញ្ហាខ្វះទឹកនេះទាំងថ្នាក់ដឹកនាំខេត្តព្រះសីហនុនិងថ្នាក់ដឹកនាំនៅតាមស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្តនេះមានកម្លាំងស្នងការនគរបាលនិងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុជាដើមកំពុងយកចិត្តទុកដាក់ជួយសង្គ្រោះពលរដ្ឋដោយបានដឹកទឹកចែកជូនពលរដ្ឋរាប់សែនលីត្រនាមូលដ្ឋាននេះលោកទឹកវិធីបន្តថាការងារមនុស្សធម៌ជួយដល់ពលរដ្ឋនៅតាមមូលដ្ឋានខ្វះទឹកប្រើប្រាស់និងទឹកទទួលទាននេះមានទាំងវិស័យឯកជនក៏បានចូលរួមដែរក្នុងនោះក៏មានអគ្គនាយកកំពង់ផែស្វាយយ៉ាត់ខេត្តព្រះសីហនុលោកលូកំឈុនក៏បានចូលរួមការងារមនុស្សធម៌នេះដល់ថ្ងៃ26ខែមិញហ្នឹងបាន583,000 លីត្រហើយស្មើនឹង3411គ្រួសារហើយនឹងទឹកបរិសុទ្ធយើងអស់3668យូរហើយឥឡូវនេះខ្ញុំអត់បានចេះតែអាចផ្ដងទឹកមានច្រើនណាស់ផ្ដងទឹករាប់រយហើយផ្ដើមពីកង្វល់នេះអភិបាលស្រុកព្រៃនប់លោកទឹកវិធីក៏បានអំពាវនាវដល់ដៃគូអភិវឌ្ឍឬសប្បុរសជននានាស្នើឲ្យចូលរួមការងារមនុស្សធម៌សង្គ្រោះពលរដ្ឋដែលកំពុងជួបប្រទះកង្វល់ខ្វះទឹកប្រើប្រាស់និងទឹកទទួលទានជាមួយអាជ្ញាធរឲ្យបានស្រុះគ្នាទាក់ទិនបញ្ហានេះអភិបាលខេត្តព្រះសីហនុលោកយុនមានប្រសាសន៍ថាមូលដ្ឋាននេះពិតជាមានពលរដ្ឋនៅតាមតំបន់ឆ្ងាយពីទីប្រជុំជនភាគច្រើនខ្វះទឹកប្រើប្រាស់និងទឹកទទួលទានពិតមែនកង្វះខាតនេះលោកថាអាជ្ញាធរគ្រប់ស្ថាប័នក្រមអាវ៉ាតខេត្តបានយកចិត្តទុកដាក់ឲ្យបានប្រើរថយន្តដឹកទឹកផ្គត់ផ្គង់និងចែកជូនពលរដ្ឋដល់មូលដ្ឋានបានទាន់ពេលវេលាលោកយុនមានអះអាងថាអាជ្ញាធរស្ថាប័នពាក់ព័ន្ធកំពុងតាមដាននិងយកចិត្តទុកដាក់ការងារសង្គ្រោះពលរដ្ឋខ្វះទឹកនាមូលដ្ឋានជាប់សមុទ្រមួយនេះដោយមិនធ្វេសប្រហែសទេហើយបើមានព័ត៌មានតាក់ទងប្រជាពលរដ្ឋមូលដ្ឋានណាមួយខ្វះទឹកប្រើប្រាស់ត្រូវផ្ដល់ដំណឹងនេះមកអាជ្ញាធរដែលនៅជិតឲ្យបានឆាប់ដើម្បីឈានដល់ជួយសង្គ្រោះឬផ្ដល់ទឹកជូនពលរដ្ឋឲ្យបានទាន់ពេលគុំស្រុកគឺជាបានចាត់ចែងបានទីណាយោតែការតាមស្រុកតាមគុំអីគឺគាត់ទៅទូរស័ព្ទទៅគុំខលមកស្រុកទៀតមិនយូរបានទៅដល់វាដែរគឺបងប្អូនយើងបាទគឺដាក់ផែនការមិនបាច់ជួយរបស់ខ្ញុំទៀតដឹងតែកន្លែងណាខ្លះបងប្អូនជាតិទៅគឺចាត់ការគ្រូអញ្ចឹងយើងនិយាយថាយើងអត់ស្គាល់ទេទៅនឹងវាធានាបានទេបាទទាក់ទិនបញ្ហានេះស្នងការនគរបាលខេត្តព្រះសីហនុលោកជួននរិនបានអះអាងថាកម្លាំងជំនាញរបស់លោកបានត្រៀមទាំងកម្លាំងសម្ភារៈនិងមធ្យោបាយគ្រប់ចំនួនដើម្បីចោះជួយពលរដ្ឋនៅតាមមូលដ្ឋាននានាដែលខ្វះទឹកឲ្យបានទាន់តម្រូវការលោកឧត្តមសេនីយ៍តូជួននរិនបញ្ជាក់ថាចាប់ពីថ្ងៃទី23ខែមេសាមកកម្លាំងនគរបាលស្ថាប័ននេះបានដឹកជញ្ជូនទឹកប្រើប្រាស់និងទឹកទទួលទានទៅចែកជូនពលរដ្ឋនៅតាមឃុំសង្កាត់មួយចំនួននៃខេត្តព្រះសីហនុដែលខ្វះទឹកមានដូចជាសង្កាត់លេខ1ឃុំសំរងឃុំជើងគោឃុំអូជ្រៅនិងឃុំទឹកឡកជាដើមក្រៅពីផ្ដល់ទឹកកម្លាំងអាជ្ញាធររបស់លោកក៏បានផ្ដល់ជាថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនចែកជូនដល់ប្រជាពលរដ្ឋទីទាល់ក្រថែមទៀតក៏ខ្ញុំសូមជម្រាបដែរថាសូមឲ្យសប្បុរសជនចូលរួមអស់គ្នាព្រោះនេះគឺជាភារកិច្ចរួមហើយក្នុងនោះក៏ខ្ញុំបានដាក់ទិសដៅម្សិលមិញនេះដល់ក៏បានសង្កាត់ឃុំរបស់ខ្ញុំ4ក្រុងស្រុកហ្នឹងគឺថាឲ្យចុះទៅពិនិត្យមើលជាក់ស្ដែងទី1បើសិនជួបការខ្វះខាតឲ្យបងប្អូនប៉ូលីសក្រៅវ៉ាហ្នឹងទៅគ្រូបឋមទី2សូមឲ្យផ្ដល់ជូនដំណឹងមកស្នងការក៏បានខេត្តជាបន្តដើម្បីខ្ញុំចំណាត់ការទំហំធំចុះទៅជួយគាត់តាន់ពេលវេលាទាក់ទងបញ្ហានេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃទី26ខែមេសាបានបញ្ជាឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសឲ្យរួមសហការគ្នាបើកយុទ្ធនាការដឹកទឹកចែកជូនពលរដ្ឋដោយមិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ជួបគ្រោះថ្នាក់ដោយសារបញ្ហាខ្វះទឹកនោះទេប្រមុខរដ្ឋាភិបាលបានប្រកាសអាសន្នថាឆ្នាំនេះបញ្ហាខ្វះទឹកកំពុងស្ថិតក្នុងស្ថានភាពគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសប្រមុខដឹកនាំលើកឡើងដូចនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ56ចាប់ពីក្រុងសេរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យទៅក្រុងសំរោងខេត្តឧត្តរមានជ័យកាលពីថ្ងៃទី26ខែមេសាជាងនេះទៀតលោកនាយរដ្ឋមន្ត្រីហ៊ុនសែនក៏ប្រកាសមិនអោយក្រសួងនានាក៏ហៅអភិបាលខេត្តនៅតាមខេត្តនីមួយៗមកប្រជុំនៅភ្នំពេញទៀតទេដោយទុកពេលវេលាឲ្យអភិបាលខេត្តទាំងនោះបន្តប្រើយុទ្ធនាការដឹកទឹកចែកជូនឬសង្គ្រោះប្រជាពលរដ្ឋខ្វះទឹកឲ្យបានតាមតម្រូវការបញ្ហាខ្វះទឹកនេះប្រមុខដឹកនាំរដ្ឋាភិបាលក៏បានអំពាវនាវឲ្យវិស័យឯកជននិងគណៈបកនយោបាយនានាត្រូវចូលរួមបរិច្ចាគទាំងទឹកនិងថវិកាជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងរងគ្រោះខ្វះទឹកឲ្យបានទាំងអស់គ្នាដែលនាយកជាវិទ្យុអាស៊ីសេរីខេត្តព្រះសីហនុ
ជាបន្តទៅទៀតនេះខ្ញុំបាទតាំងសារដាសូមជូនព័ត៌មានបញ្ចប់ក្រុមអង្គការសង្គមស៊ីវិលប្រមាណជាង10ស្ថាប័នស្នើដល់រដ្ឋាភិបាលជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយគោរពការពារនិងលើកកម្ពស់សិទ្ធិនិងសេរីភាពរបស់អង្គការសង្គមស៊ីវិលក្នុងការរួមចំណែកក្នុងវិស័យសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋនិងអភិបាលកិច្ចល្អសេចក្តីថ្លែងការណ៍របស់ក្រុមសង្គមស៊ីវិលកាលពីថ្ងៃទី27ខែមេសាបានរិះគន់ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយដែលបានហៅមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាត6និងអង្គការសិលកាទៅសាកសួរជុំវិញការចាប់ប្រកាន់របស់អ្នកនាងឃុំចន្ទរាទីដែលថាមន្ត្រីទាំងនោះបានណែនាំនាងឲ្យនិយាយភូតកុហកចំពោះរឿងអាស្រូវស្នេហាជាមួយលោកកឹមសុខាប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិបាទកញ្ញាធីសវណ្ណថាក៏បានដាក់ពាក្យបណ្ដឹងជាផ្លូវការទៅតុលាការក្រុងភ្នំពេញកាលពីម្សិលមិញទាមទារប្រាក់$1 លានពីប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិលោកកឹមសុខាករណីបទបរាហាគេបណ្ដឹងរបស់នាងធីសវណ្ណថាផ្អែកទៅលើសំណុំរឿងខ្សែអត្ថសម្លេងដែលគេសង្ស័យថាជាកិច្ចសន្ទនារវាងនាងឃុំចន្ទរាទីនិងលោកកឹមសុខាព្រះរាជអាជ្ញារងសាលាដំបងបញ្ជាក់ថាការសាកសួរនេះគឺបង្ហាញថាមានបុគ្គលពាក់ព័ន្ធផ្សេងទៀតមន្ត្រីកងរាជអាវុធហត្ថម្នាក់និងជនសង្ស័យម្នាក់បានស្លាប់ក្នុងករណីផ្ទុះអាវុធបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងទីក្រុងភ្នំពេញនៅល្ងាចថ្ងៃទី27ខែមេសាម្សិលមិញសមត្ថកិច្ចអះអាងថាជនសង្ស័យបានបាញ់តតាំងមកកងកម្លាំងនៅពេលដែលក្រុមសមត្ថកិច្ចចូលទីតាំងរបស់ជនសង្ស័យនោះអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកហេងអ៊ីឲ្យដឹងថាជនសង្ស័យទាំង6នាក់សមត្ថកិច្ចចាប់បាន5នាក់និងស្លាប់1នាក់ក្នុងពេលផ្ទុះអាវុធលោកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីកម្មវិធីផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអាស៊ីសេរីជាភាសាខ្មែរសម្រាប់ពេលនេះចប់ត្រឹមតែប៉ុណ្ណេះចាសសូមលោកនាងចុច like និងចុច subscribe ដើម្បីទទួលបានព័ត៌មានថ្មីទាន់ហេតុការណ៍និងទស្សនាវីដេអូផ្សេងទៀតបានគ្រប់ពេលវេលាយើងខ្ញុំសូមជូនពរដល់លោកនាងព្រមទាំងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបតែនឹងសេចក្តីសុខចម្រើនរុងរឿងកុំបីឃ្លៀងឃ្លាតឡើយជាក់ថាក្រុមអ្នកស្រីមានគ្នាប្រមាណ6ទៅ8នាក់បានលើកបដាតវ៉ានៅផ្លូវសាធារណៈសូមឲ្យថ្នាក់ដឹកនាំគណៈបករកយុត្តិធម៌ដល់ក្រុមអ្នកស្រីដែលបានបម្រើនិងស្មោះត្រង់ជាមួយបកយូរឆ្នាំត្រូវបានដកចេញដោយគ្មានហេតុផលក៏ប៉ុន្តែភាគីម្ចាស់ផ្ទះជាភរិយាប្រធានគណៈកម្មការប្រតិបត្តិគណៈបកសង្គ្រោះជាតិប្រចាំក្រុងបានលុងបានទាញអូអ្នកស្រីឲ្យដួលធ្វើឲ្យមានរបួសហើយបណ្ដេញក្រុមអ្នកស្រីចេញពីមុខស្នាក់ការនិងគេអាឋានពួកគេអ្នកស្រីបន្តថានេះជាអំពើបង្ករបួសស្នាមនិងរំលោភសិទ្ធិត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ខ្ញុំសូមបណ្ដឹងសូមឲ្យអាជ្ញាធរជួយរកយុត្តិធម៌ឲ្យខ្ញុំផងខ្ញុំអត់មានមកជេរមកបចោមកវាយគាត់ទេខ្ញុំមកការងារគណៈបកដើម្បីទាមទាររកយុត្តិធម៌ព្រោះសង្ឃាននេះគាត់ចាប់ឆ្នោតតាំងពីយូរហើយគាត់នៅកាន់អាណត្តិនឹងហើយមកទម្លាក់គាត់លេងមិនខ្លាក់អ្នកថ្មីមិនវាអត់ត្រូវអញ្ចឹងខ្ញុំមកតវ៉ាទេខ្ញុំមកមិនមកវាយសម្ពងទេហេតុអីបានចាប់ខ្ញុំបោកឡើងស្លាប់ឈឹងនឹងដៃឲ្យលបអស់កែងដៃកែងអីឆ្លើយតបការចោទប្រកាន់នេះប្រធានគណៈកម្មការប្រតិបត្តិគណៈបកសង្គ្រោះជាតិប្រចាំក្រុងម៉ាន់លុងលោកស៊ិនប៊ុនណាបញ្ជាក់ថាក្រុមអ្នកស្រីសួនសុខាន់មកអុកឡុករំខាននៅមុខស្នាក់ការគណៈបកលោកទើបកើតមានបន្ទង់មកទាញយកឈ្នះរៀងខ្លួនលោកថាភរិយាលោកក៏មានរបួសដៃដោយស្នាមក្រចកដៃរបស់ភាគីម្ខាងដែរប្រពន្ធខ្ញុំកូនខ្ចីខ្ញុំអោបកូនទៅហើយហាមគាត់មិនស្ដាប់ទេគាត់ឆក់ប្រពន្ធខ្ញុំតែប្រពន្ធខ្ញុំគាត់ខ្លាំងជាងក៏ទាញគ្នាដួលបាទហើយខ្ញៅប្រពន្ធខ្ញុំដាច់ជើងអស់មន្ត្រីមូលដ្ឋាននៃគណៈបកសង្គ្រោះជាតិខេត្តរតនគិរីកើតមានចំនួនផ្ទៃក្នុងជាង1ឆ្នាំកន្លងទៅតែកតិនការចាត់តាំងសមាជិកគណៈកម្មការប្រតិបត្តិថ្នាក់ខេត្តចំណែកថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិថ្នាក់ជាតិបានព្យាយាមដោះស្រាយសម្របសម្រួលបញ្ហានេះក៏ប៉ុន្តែមិនបានលទ្ធផលស្នងការរងនគរបាលខេត្តរតនគិរីលោកអឹមផានីមានប្រសាសន៍ថាភាគីមានរបួសបានដាក់ពាក្យប្តឹងមកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលចៅភាគីម្ខាងទៀតថាប្រាអំពើហិង្សានិងបង្ករបួសស្នាមលោកថានេះជាចំនួនផ្ទៃក្នុងរបស់សមាជិកគណៈបកមិនតាក់ទិនបញ្ហានយោបាយអ្វីឡើយល្ងាចហ្នឹងបានហើយភាគីម្ខាងជាទួវាខាយចំហើយមកបានម្ខាងនេះបាត់ហិង្សាប្រាហិង្សានិងបង្ករបួសស្នាមរឿងជ័យក្នុងបង្កមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាត6លោកឆៃធីសម្ដែងការសោកស្ដាយចំពោះភាគីទំនាស់មិនដោះស្រាយទំនាស់ដោយសន្តិវិធីលោកថាការបង្ករបួសស្នាមនឹងត្រូវប្រឈមមុខទៅនឹងបទល្មើសព្រហ្មទណ្ឌប្រសិនសមត្ថកិច្ចរកឃើញអ្នកបង្កហេតុអានឹងសម
សមត្ថកិច្ចត្រូវតែបំពេញតួនាទីហើយมันអាចប្រកែកបានទេភាគីដែលបង្កត្រូវតែទទួលខុសត្រូវតាមចំពោះមុខច្បាប់បាទ ទោះជាយ៉ាងណាក៏ដោយប្រធានគណៈកម្មការនយោបាយគណៈបក្សសង្គ្រោះជាតិលោកយឹមសវណ្ណអំពាវនាវឲ្យសមាជិកនិងមន្ត្រីគណៈបក្សទាំងអស់ពង្រឹងសាមគ្គីផ្ទៃក្នុងត្រៀមលក្ខណៈសម្បត្តិស្វែងរកចម្លេងឆ្នោតគាំទ្រពីពលរដ្ឋឲ្យបានជោគជ័យសម្រាប់ការបោះឆ្នោតឆ្នាំ2018ខាងមុខនេះខ្ញុំរដ្ឋាវិសាលវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរី And then him លោកអ្នកនាងជាទីមេត្រីពលរដ្ឋខេត្តកំពង់ចាមរិះគន់ថាសមត្ថកិច្ចមិនបានចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃលិចទឹកនោះទេពួកគាត់បារម្ភថាភ្លើងនោះកាន់តែចេះរាលដាលទៅតំបន់ផ្សេងៗទៀតជាមិនខានលោកអ្នកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍ពិស្ដារអំពីរឿងនេះនៅក្រៅព័ត៌មានប្រចាំថ្ងៃនេះពេលបន្តិចទៀតនេះ អង្គការស្ថាប័នជាតិនិងអន្តរជាតិមួយចំនួនដែលធ្វើការពាក់ព័ន្ធនឹងវិស័យអប់រំធ្វើសិក្ខាសាលាពិភាក្សាគ្នាអំពីការរួមគ្នាដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាកិច្ចពិភាក្សានេះគឺបន្ទាប់ពីអង្គការខ្លះរកឃើញថាគុណភាពនៃការអប់រំកម្ពុជានៅថ្នាក់បឋមសិក្សានិងមធ្យមសិក្សានៅតែមានកម្រិតទាបនិងមានឧបសគ្គលោកលេងម៉ាលីរាយការណ៍ព័ត៌មាននេះ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាហៅកាត់ថា ENSA លោកសនជីថ្លែងថាគុណភាពទាបនៃការអប់រំនៅថ្នាក់បឋមសិក្សានិងមធ្យមសិក្សាគឺដោយសារអង្គការស្ថាប័នដែលធ្វើការពាក់ព័ន្ធនៅមិនទាន់ត្រៀមខ្លួនគ្រប់គ្រាន់ទេសម្រាប់ការចូលរួមក្នុងការលើកកម្ពស់វិស័យអប់រំជាពិសេសសហគមន៍មិនទាន់ចូលរួមពេញលេញជាមួយសាលារៀនទន្ទឹមគ្នានេះលោកយល់ឃើញថាឧបសគ្គមួយចំនួនក្នុងចំណោមឧបសគ្គនានាគឺការផ្ដល់ថវិការបស់រដ្ឋក្នុងវិស័យអប់រំចំនួន$500 លានសាលារៀនទទួលបានតែ 20% ទេលោកសនជ័យផ្ដល់អនុសាសន៍ថាក្រសួងអប់រំគួរតែទម្លាក់ថវិកាដល់សាលារៀនឲ្យលើសពី20ទៅ 25% ទើបធ្វើឲ្យស្ថានភាពតម្រូវការដោះស្រាយបញ្ហាអប់រំនៅមូលដ្ឋានបានប្រសើរ ក្រសួងបង្កើតទិវាជាតិអំណាចប៉ុន្តែយើងមើលបណ្ណាល័យនៅខ្វះខាតនៅឡើយយើងឃើញថាសាលារៀននៅជួបការលំបាកមានតួលេខច្រើនសាលារៀនមានការខ្វះខាតបន្ទប់ទឹកបង្គន់អនាម័យហើយសូម្បីតែតភ្លើងបណ្ដាញអគ្គិសនីទៅសាលារៀនដើម្បីឲ្យសាលារៀនអាចមានកង្ហារមានអីប្រើប្រាស់យើងឃើញថាក្មេងៗថ្នាក់ទី1ទី2ហ្នឹងគឺសរីរាង្គរបស់ពួកគេត្រូវការការថែទាំការថ្នាក់ក្រោមប៉ុន្តែពួកគេមករៀននៅក្នុងបរិយាកាសមួយដែលមិនសូវល្អក្តៅហើយនឹងមិនសូវមានផាសុកភាពអញ្ចឹងវាអាចប៉ះពាល់ដល់ការរៀនសូត្ររបស់គេអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំក្រសួងអប់រំយុវជននិងកីឡាលោកពុទ្ធសមិទ្ធថ្លែងថាក្រសួងអប់រំមានគោលនយោបាយសម្រាប់វិស័យអប់រំក៏ប៉ុន្តែឧបសគ្គគឺការយល់ដឹងរបស់មន្ត្រីមិនបានស៊ីជម្រៅដែលជាកត្តាចាំបាច់ក្នុងការពង្រឹងបន្ថែមសម្រាប់ការពិនិត្យតាមដានគុណភាពអប់រំនៅថ្នាក់មូលដ្ឋានលោកពុទ្ធសមិទ្ធឲ្យដឹងថាក្រសួងកំពុងកែលម្អឧបសគ្គទាំងនេះតាមផែនការសកម្មភាពរបស់ខ្លួនមានកម្មវិធីសម្ព័ន្ធសមត្ថភាពដល់នាយកសាលាដែរថាតើរបៀបគ្រប់គ្រងសាលារបៀបផ្ដល់សេវាអប់រំនោះយ៉ាងម៉េចហើយទន្ទឹមនឹងនេះក៏យើងបានខិតខំកែប្រែនៅបរិស្ថានសាលារៀនរបស់យើងប្រធានកម្មវិធីអប់រំនៃអង្គការ Save the Children លោកអ៊ុតសារងថ្លែងថាការស្រាវជ្រាវរបស់លោកបង្ហាញថាសិស្សថ្នាក់ទី3ចំនួនពី30ទៅ 60% មិនចេះអាននិងសរសេរទេលោកថាមានកត្តាជាច្រើនដែលនាំឲ្យមានបញ្ហានេះក្នុងចំណោមនោះក៏មានបញ្ហាពីគ្រូនិងវិធីសាស្ត្របង្រៀនបុរាណដែរអ្នកសិក្សាការអភិវឌ្ឍសង្គមលោកមាសនីមានប្រសាសន៍ថាទោះបីជាក្រសួងអប់រំបានសម្រេចទិសដៅជំរុញការចុះឈ្មោះចូលរៀនរបស់កុមារបានស្ទើរតែ 100% ក្តីក៏ក្រសួងនៅមិនទាន់ទៅដល់ទិសដៅកំណត់តាមពាក្យស្លោកថាការសិក្សាសម្រាប់មនុស្សទាំងអស់គ្នានិងទាំងអស់គ្នាសម្រាប់ការអប់រំនោះទេលោកលើកហេតុផលថាព្រោះពេលកុមារចុះឈ្មោះចូលរៀនមានចំនួន 98% ហើយអ្នករៀនដល់ចប់សាកលវិទ្យាល័យមានត្រឹមតែ 6% ទេលោកថាកត្តានេះជាបញ្ហាប្រឈមទី1សម្រាប់ការផលិតធនធានមនុស្សទោះបីជាយើងបានខំប្រឹងប្រែងផលិតធនធានមនុស្សដែលរហូតដល់មានអ្នកបញ្ចប់ថ្នាក់ឧត្តមសិក្សាយ៉ាងណាក៏ដោយក៏ប៉ុន្តែឃើញប្រមាណជាជាង 70% នៃនិស្សិតដែលបានរៀនចប់ហ្នឹងទៅធ្វើការខុសជំនាញរបស់ខ្លួនដែលខ្លួនបានរៀននៅក្នុងសាលាបាទលោកថ្លែងបន្តថាបញ្ហាទី3ទាក់ទងនឹងការផលិតធនធានមនុស្សមានគុណភាពស្របពេលដែលប្រទេសកម្ពុជាបានរៀបចំគោលនយោបាយចូលសហគមន៍សេដ្ឋកិច្ចអាស៊ានទាន់គេក៏ដោយក៏ការអនុវត្តជាក់ស្ដែងនៅតែស្ថិតនៅក្រោយគេឆ្ងាយដើម្បីលើកកម្ពស់គុណភាពអប់រំនៅថ្នាក់មូលដ្ឋានលោកសនជ័យថ្លែងថាភាគីពាក់ព័ន្ធនឹងវិស័យអប់រំត្រូវតែបន្ថែមល្បឿនក្នុងការផ្តល់ការសិក្សាស្រាវជ្រាវនិងមតិយោបល់អំពីតម្រូវការរបស់សាលារៀនព្រោះការមិនបានផ្ដល់ការសិក្សាអំពីតម្រូវការនេះ
និងពុំអាចធ្វើឲ្យសាលារៀនផ្ដល់សេវាអប់រំមានគុណភាពល្អឡើយលោកក៏ចង់ឲ្យរដ្ឋាភិបាលដាក់ការបង្ការគ្រោះមហន្តរាយពីការប្រែប្រួលអាកាសធាតុនៅក្នុងគោលនយោបាយយុទ្ធសាស្ត្រអប់រំរបស់ខ្លួនដែរជាពិសេសគឺបញ្ហាអាកាសធាតុឡើងកម្ដៅនៅពេលបច្ចុប្បន្ននេះខ្ញុំបាទលេងម៉ាលីវិទ្យុអាស៊ីសេរីពីរាជធានីភ្នំពេញបាទលោកនាងជាទីមេត្រីកម្មកររោងចក្រកាត់ដេរមកពី4រោងចក្រចំនួន62នាក់របួសស្រាលនិងធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅខេត្តកំពង់ឆ្នាំងកាលពីថ្ងៃពុធទី27ម្សិលមិញលោកម៉ាន់សេងហាទីប្រឹក្សាសហជីពសេរីកម្មករឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបណ្ដាលមកពីរថយន្តបៃកង់បាទព្រឹកមិញហ្នឹងការកលាប់ឡានហ្នឹងអត់ទាន់មានអ្នកស្លាប់ទេគ្រាន់តែរបួសធ្ងន់ហើយនឹងស្រាលតាមបុគ្គលិករបស់ខ្ញុំគឺមាន62នាក់ប៉ុន្តែតាមរបាយការណ៍របស់ក្រសួងការងារគឺមានរហូតដល់70នាក់មកដល់ពេលល្ងាចណាបាទប៉ុន្តែត្រូវបានដឹកជញ្ជូនមកសម្រាប់ព្យាបាលនៅក្រុងភ្នំពេញខ្លះនៅកំពង់ឆ្នាំងនឹងខ្លះដែរបាទនេះជាការប្រហែសរបស់ម្ចាស់យានយន្តដែលមិនគោរពច្បាប់ចរាចរណ៍តែស្អីដែលថាមុននឹងចេញដំណើរមុនអីគាត់ត្រូវតែពិនិត្យវិច័យឡានអស់ពីព្រោះនៅក្នុងច្បាប់ចរាចរណ៍គឺគេត្រូវមុនចេញដំណើរគេត្រូវឆែកគ្រប់កន្លែងទាំងអស់សម្រាប់ឡានដឹកទំនិញហើយណាមួយទៀតគឺឡានដឹកលើកច្រើនតែម្ដងវាលើកចំណុះបាទមាន4រោងចក្រគឺមានរោងចក្រ Horizon រោងចក្រកាបូប Horizon ហើយដល់កម្ពុជារោងចក្រ Ken Sport Shoe រោងចក្រទឹកហ្វុកនិងរោងចក្រ Jinji លោកបន្តថាគ្រោះថ្នាក់នេះបណ្ដាលមកពីការធ្វើប្រហែសរបស់អ្នកបើកបរដែលខ្វះការប្រុងប្រយ័ត្ននិងពុំអភិរក្សនៅតំបន់នោះដែលស្ថិតនៅក្នុងទឹកដីឃុំរកាកុយស្រុកកងមាសភ្លើងឆេះប្រមាណថ្ងៃមកនេះប្រធានសហគមន៍នេសាទបឹងធំឃុំមានបញ្ជាក់ថាគឺឆេះអស់ទំហំព្រៃប្រមាណជា200ហិកតាតាក់ទងបញ្ហានេះនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាមលោកអុកណារិនបញ្ជាក់ថាភ្លើងនោះពុំមែនឆេះព្រៃលិចទឹកទេប៉ុន្តែឆេះពពួកដើមត្រែងនៅក្បែរព្រៃលិចទឹកប៉ុណ្ណោះលោកបន្តថាភ្លើងឆេះនោះគឺកើតឡើងតាំងពីមុនពិធីបុណ្យចូលឆ្នាំខ្មែរហើយវាក៏បានរលត់ទៅវិញហើយដែរថ្ងៃ20នោះគឺយើងដាក់វិធានការដើម្បីយើងប្រចាំការការពារខ្លាចឆេះព្រៃជាយថាហេតុហ្នឹងហើយប៉ុន្តែកំពង់ចាមយើងអត់មានបញ្ហាអីឆេះទេអត់មានឆេះព្រោះការពីបុណ្យចូលឆ្នាំនៅការកោយកងមាសមន្ត្រីជំនាញជលផលរូបនេះបន្តថានឹងចាត់មន្ត្រីនៅឃ្លាំមើលតំបន់ព្រៃលិចទឹកនីមួយៗនៅទូទាំងខេត្តដើម្បីការពារមិនឲ្យមានសកម្មភាពរុករានឬកាន់កាប់ដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធិទោះបីជាបែបនេះក្តីប្រធានសហគមន៍នេសាទបឹងធំឃុំមានលោកមុនឆៃលៀងអះអាងថាស្ថានភាពភ្លើងឆេះព្រៃលិចទឹកនៅតំបន់បឹងធំរហូតមកទល់ពេលនេះគឺមិនទាន់ស្ងប់ស្ងាត់ទៅវិញទេដោយភ្លើងនៅតែបន្តឆេះរាលដាលទៅតំបន់ផ្សេងៗជាច្រើនកន្លែងទៀតលោកបញ្ជាក់ថាបញ្ហានេះលោកបានជូនដំណឹងទៅមន្ត្រីជំនាញជលផលខេត្តនិងអាជ្ញាធរប៉ុន្តែនៅមិនទាន់ឃើញមានវិធានការណាមួយទេអមានប្រដាប់ដឹកមកជូនទឹកនឹងណាទៅបាញ់រលត់វាកើតរងវាឆេះខ្លាំងពេកហើយក្នុងផ្លូវនេះវាទៅវាខ្លាំងទៀតប្រធានសហគមន៍ដដែលបារម្ភខ្លាចក្រែងភ្លើងឆេះរាលដាលតទៅទៀតម្យ៉ាងខ្លាចក្រែងមានជនឆក់អាកាសដើម្បីរុករានដីនៅតំបន់ភ្លើងឆេះយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៀតផងជាមួយគ្នានេះលោកអំពាវនាវឲ្យមន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យស្ថានភាពជាក់ស្ដែងនិងរកវិធីជួយទប់ស្កាត់ឬពន្លត់ភ្លើងឆេះព្រៃទាំងនោះចំណែកប្រធានសហគមន៍នេសាទឃុំរកាកុយលោកម៉ាសៅឲ្យដឹងថាព្រៃលិចទឹកដែលមានប្រមាណ300ហិកតាគឺឆេះអស់ប្រមាណ 90% ហើយចំណែកសហគមន៍និងប្រជាពលរដ្ឋគឺមិនមានលទ្ធភាពទប់ស្កាត់ទេពីព្រោះព្រៃនោះជាព្រៃរនាមពិបាកចូលទៅម្យ៉ាងសហគមន៍មិនមានមធ្យោបាយគ្រប់គ្រាន់ដើម្បីពន្លត់ភ្លើងឆេះព្រៃទាំងនោះកាលមុនមកជីស្រែហ្នឹងគេធ្វើបន្លែណាជីស្រែដូចចុងស្រែហ្នឹងជីស្រែហ្នឹងគេធ្វើបន្លែដល់តែឥឡូវគេអត់ធ្វើដែរព្រៃហ្នឹងវាដុះណែនមកហ្មងដល់យ៉ាងវាឆេះទៅលឿនឆេះទៅហ្មងពីមុនមកអាជីស្រែហ្នឹងជីដល់គេដាំបន្លែទៅវាដល់បន្លែគេវាអស់តែហ្នឹងហ្មងវាអត់អាចចូលទៅក្នុងរួចទេលោកបញ្ជាក់ថាព្រៃតំបន់នោះអាចជួយរក្សាលំនឹងទឹកបឹងមិនឲ្យឆាប់រីងស្ងួតម្យ៉ាងជាជំរកត្រីពងកូននារដូវទឹកឡើងនិងជាជំរកសត្វព្រៃថែមទៀតលោកថាប្រសិនបើភ្លើងឆេះព្រៃតំបន់នោះអស់ពពួកល្មូនដូចជាពស់និងអណ្ដើកត្រូវងាប់ចាក់ជាមិនខានបញ្ហាភ្លើងឆេះព្រៃលិចទឹកកំពុងកើតមានឡើងជាបន្តបន្ទាប់នៅតាមបណ្ដាខេត្តមួយចំនួនដូចជាខេត្តបាត់ដំបងសៀមរាបកំពង់ធំពោធិ៍សាត់និងខេត្តកំពង់ចាមជាដើមប៉ុន្តែចំណាត់ការរបស់រាជរដ្ឋាភិបាលនៅពុំទាន់មានប្រសិទ្ធភាពនៅឡើយខ្ញុំសោតសុខប្រាថ្នាវັດឈូអាស៊ីសេរីពីខេត្តកំពង់ចាម
បាត់លោកនៅជាទីមន្ត្រីអាកាសធាតុក្តៅខ្លាំងនិងគ្មានភ្លៀងធ្លាក់កកខែនៅឆ្នាំនេះក៏ពុំបង្កការលំបាកកាន់តែខ្លាំងដល់ការរស់នៅរបស់មនុស្សនិងសត្វប្រភពទឹកបឹងបួរព្រែកនិងអណ្ដូងលូដែលប្រវត្តិរស់នៅតាមជនបទធ្លាប់ប្រើប្រាស់ប្រចាំថ្ងៃត្រូវរីងស្ងួតដោយសារបញ្ហាអាកាសធាតុនេះនៅស្រុកបូរបូខេត្តកំពង់ឆ្នាំងមានពលរដ្ឋជាច្រើនកំពុងខ្វះខាតទឹកប្រើប្រាស់និងសម្រាប់គោក្របីផឹកលោកគិនជាថារាយការណ៍ពុស្ដាពលរដ្ឋស្ទើរគ្រប់ឃុំនៃស្រុកបរិបូរខ្វះទឹកប្រើប្រាស់តាំងពីអំឡុងខែមីនាឆ្នាំ2016បន្ទាប់ពីទឹកស្ទឹងបរិបូររីងរាក់និងទឹកអណ្ដូងស្នប់ឬដាក់លូលែងចេញទឹកបច្ចុប្បន្នអ្នកភូមិកំពុងខ្វះទឹកប្រើប្រាស់ខ្លាំងហើយបង្ខំចិត្តទិញទឹកមិនសូវមានអនាម័យដែលគេដឹកលក់តាមឡានឬគោយន្តដែលបូមចេញពីបឹងឬត្រពាំងតាមតំបន់ទំនាបនៃស្រុកនេះដើម្បីយកមកប្រើប្រាស់ដោយសន្សំសំចៃពលរដ្ឋម្នាក់រស់នៅភូមិក្បាលថ្នល់នៃឃុំផ្សារគឺលោកស្រីប៊ិនហឹមមានប្រសាសន៍ថាអណ្ដូងយោងជម្រៅ12លូដែលគាត់ធ្វើតាំងពីឆ្នាំ1992ហើយធ្លាប់ប្រើប្រាស់ពេញមួយឆ្នាំនោះទើបរីងឃើញបាតដីនៅរដូវប្រាំងឆ្នាំនេះសប្តាហ៍ថ្ងៃលោកស្រីទិញទឹកដែលគេដឹកលក់តាមឡាននិងសម្រែងទឹកពីក្នុងអណ្ដូងខ្លះដើម្បីប្រើផ្សំគ្នាប៉ុន្តែមិនដែលបោកខោអាវឬងូតទឹកខ្ជះខ្ជាយនោះឡើយទៅអញ្ជើញមកពីណាមកពីដងទឹកអញ្ចឹងហ៎ចាដងចាស់ប្អូននោះដងខ្លួនឯងរីងសំចៃឲ្យហ៊ានប្រើច្រើនក៏ប្រើមុជដាំបាយហ្នឹងហើយលោកស្រីបញ្ជាក់ថាទឹកសម្រាប់ងូតបោកខោអាវគោផឹកនិងដាំស្លជាដើមកំពុងខ្វះខាតខ្លាំងប៉ុន្តែចំពោះទឹកផឹកវិញមិនសូវលំបាកចំពោះពលរដ្ឋទេព្រោះនៅតាមផ្ទះភាគច្រើនមានធុងចម្រោះត្បិតនៅក្នុងមូលដ្ឋានគាត់មិនទាន់មានបណ្ដាញទឹកស្អាតប្រើប្រាស់ប៉ុន្តែគ្រួសារគាត់បានយកទឹកដែលទិញតាមឡានឬទឹកដែលសម្រែងចេញពីអណ្ដូងនោះមកចាក់ចូលក្នុងធុងចម្រោះឬដាំឲ្យពុះទើបផឹកចំណែកពលរដ្ឋម្នាក់ទៀតរស់នៅភូមិស្រះកែវនៃឃុំមេលុំលោកប៊ុនសុភីបឲ្យដឹងថាលោកនិងអ្នកភូមិជាច្រើនគ្រួសារទៀតប្រើទឹកទិញពីតាមឡានឬគោយន្តអស់រយៈពេលជាង1ខែហើយទឹកដែលមានចំណុះប្រហែល120លីត្រតម្លៃ 10000 រៀលហើយក្នុងមួយខែលោកចំណាយលុយទិញទឹកជាង 100,000 រៀលនៅខែខ្លះលោកក៏ដងទឹកពីតាមរណ្ដៅដែលគ្រឿងចាក់កាយនៅក្បែរភូមិមកប្រើដែរខ្វះខាតទឹកច្រើនសម្រាប់ប្រើប្រាស់ដូចជាទឹកមួយទឹកអីហ្នឹងហើយយើងកើតទៅអាចយើងដងទឹកស្រះតែទឹកស្រះវាអត់ទៅល្អលែងទាលែងអីបាទយើងត្រូវការប្រើប្រាស់យើងត្រូវការសំចៃយើងមិនបានមួយបបោមួយចាក់ដល់2 3តើឲ្យវាសម្រាប់ជាក់ណាតាក់ទងបញ្ហានេះអភិបាលស្រុកបរិបូរលោកខួនសៅរំថ្លែងថាឃុំចំនួន11នៃស្រុកបរិបូរស្ទើរខ្វះខាតទឹកប្រើប្រាស់ទាំងអស់ប៉ុន្តែពុំមានស្ថានភាពធ្ងន់ធ្ងរនោះទេព្រោះអណ្ដូងតាមផ្ទះមួយចំនួននៅអាចប្រើកើតលោកថាបច្ចុប្បន្ននៅស្រុកបរិបូរមិនទាន់មានបណ្ដាញទឹកស្អាតប្រើប្រាស់នោះទេប៉ុន្តែប្រជាពលរដ្ឋគ្រប់ផ្ទះមានធុងចម្រោះទឹកស្អាតពីអង្គការក្រៅរដ្ឋាភិបាលនានាក្នុងរដូវប្រាំងនេះគឺថាបងប្អូនមានការខ្វះខាតប៉ុន្តែយើងជួយរំលែកគាត់ដូចជាតំបន់មួយចំនួនយើងចលនាឲ្យក្រុមការងារយើងទៅដឹកទៅពីកន្លែងនេះណាដែលមានណាទៅជួយគាត់ដល់ប្រើប្រាស់គាត់មានដងគ្រប់ផ្ទះហើយប៉ុន្តែដងនោះរីងហ្មងមិនដងតូចនៅប្រើប្រាស់បានក្នុងភូមិគាត់មានអ្នកបង្កើតមុខរបរលក់ទឹកហ្នឹងលក់តាមផ្ទះហ្នឹងប៉ុន្តែមិនថ្លៃទេគូថ្លៃល្មមទទួលយកបានដល់អស់គ្នាហ្នឹងពលរដ្ឋរស់នៅតំបន់ខ្ពង់រាបនៃស្រុកទឹកផុសស្រុកសាមគ្គីមានជ័យនិងស្រុកបរិបូរក្នុងខេត្តកំពង់ឆ្នាំងកំពុងខ្វះទឹកប្រើប្រាស់ដែរហើយសត្វក្របីខ្លះបានឈឺងាប់បន្ទាប់ពីលែងចូលព្រៃពុំមានទឹកផឹកលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងជាប្រធានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃទី26ខែមេសាប្រកាសបើកយុទ្ធនាការសង្គ្រោះប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់ដោយប្រើទាំងកងកម្លាំងប្រដាប់អាវុធប្រើឡានទឹកនិងឡានពន្លត់អគ្គិភ័យគ្រប់ប្រភេទដើម្បីយកទៅចែកជូនប្រជាពលរដ្ឋលោកក៏អំពាវនាវដល់សប្បុរសជនឬស្ថាប័នឯកជនឲ្យជួយលើការងារសង្គ្រោះនេះលោកហ៊ុនសែនបន្ថែមថាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវទម្លាក់កញ្ចប់ថវិកាបន្ថែមទៀតដល់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងស្ថានភាពពលរដ្ឋខ្វះទឹកប្រើប្រាស់កាន់តែធ្ងន់ធ្ងរឡើងលោកថាតាមការព្យាករណ៍ទាល់តែដល់ខែមិថុនាឆ្នាំ2016ទើបមានភ្លៀងធ្លាក់ដូច្នេះនេះគឺជាពេលមួយដែលស្ថាប័នពាក់ព័ន្ធជាពិសេសក្រុមការងារគណបកប្រជាជនកម្ពុជាត្រូវជួយពលរដ្ឋហើយសូមយកចិត្តទុកដាក់ជាពិសេសទៅលើស្ត្រីមេម៉ាយចាស់ជរានិងជនពិការដែលគាត់អត់មានលទ្ធភាពមកទទួលទឹកពីយើងត្រូវនាំទឹកនេះទៅកាន់ផ្ទះរបស់គាត់បើគាត់ខ្វះពាងយើងជួយទិញពាងឲ្យគាត់ដើម្បីស្តុកទឹកបញ្ហាគ្រោះរាំងស្ងួតការប្រែប្រួលអាកាសធាតុខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំនេះត្រូវគេមើលឃើញថាបណ្ដាលមកពីអស់ព្រៃឈើកំណើនចំនួនមនុស្សនិងយានយន្តបំភាយជាតិពុលទៅលើអាកាស
ខ្ញុំបាទចិនជេថាវិទ្យុអាស៊ីសេរីពីរាជធានីភ្នំពេញបាទថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនាខេត្តព្រះសីហនុសហការគ្នាចោះជួយផ្តល់ទឹកប្រើប្រាស់និងទឹកផឹកជូនប្រជាពលរដ្ឋដែលខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃមន្ត្រីស្ថាប័នទាំងនោះអះអាងថានឹងមិនទុកឲ្យប្រជាពលរដ្ឋនៅតាមគ្រួសារណាមួយរងគ្រោះដោយខ្វះទឹកនោះទេហើយអំពាវនាវដល់សប្បុរសជនមានវិស័យឯកជនចូលរួមសហការធ្វើការងារមនុស្សធម៌នេះជាមួយរដ្ឋាភិបាលពីខេត្តព្រះសីហនុលោកដែនអយុធ្យារីកាពុស្ដាព័ត៌មាននេះស្នងការនគរបាលខេត្តព្រះសីហនុគឺលោកឧត្តមសិទ្ធិនឹងមានសមត្ថភាពបើការស៊ើបអង្កេតឈានទៅដោះស្រាយបញ្ចប់ចំនួនដីធ្លីដ៏រ៉ាំរ៉ៃនេះសូមឲ្យរដ្ឋាភិបាលនឹងមុននឹងវិនិយោគអភិវឌ្ឍកន្លែងណាសូមចុះឲ្យផ្ទាល់ដល់កន្លែងប្រជាពលរដ្ឋហើយសូមសួរថាប្រជាពលរដ្ឋព្រមក៏អត់តែបើប្រជាពលរដ្ឋមិនព្រមដោយសារប្រជាពលរដ្ឋនឹងគាត់រស់នៅកន្លែងនឹងសុខសាន្តហើយបានគាត់មិនព្រមខ្លឹមសារសរសេរនៅលើបដានឹងញត្តិរបស់ពលរដ្ឋបង្ហាញថាក្រុមហ៊ុនឯកជនឈ្មួញនឹងអាជ្ញាធរអ្នកមានអំណាចបានរំលោភយកដីស្រែចំការកំពុងតែធ្វើឲ្យប៉ះពាល់ដល់ប្រជាកសិករប្រមាណជាង 4000 គ្រួសារតំណាងពលរដ្ឋដែលតវ៉ាម្នាក់ទៀតមកពីស្រុកដំបែលោកផុនឈឿនបានដឹងដែរថាសហគមន៍លោកមិនមានដីធ្វើស្រែចម្ការចិញ្ចឹមជីវិតទេក្រៅពីជំរុញឲ្យក្រសួងរៀបចំដែនដីនិងរដ្ឋសភាចុះស៊ើបអង្កេតលោកក៏ទទូចឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដោះស្រាយចំនួនដីធ្លីនេះផងព្រោះពួកគាត់ជិតដល់រដូវធ្វើស្រែចម្ការហើយខ្ញុំមកជួបសម្ដេចផ្ទាល់ព្រោះខែនេះត្រូវដល់ប្រជាពលរដ្ឋខ្ញុំត្រូវដាំដុះអស់ហើយអញ្ចឹងឲ្យគាត់សម្រេចកាត់ដីឲ្យប្រជាពលរដ្ឋខ្ញុំទី1កាត់បន្ថយទៅរណស្រុកទៅប្រទេសគេកាត់ទី2ទៀតកុំឲ្យជាពាក់បំណុលលុយនឹងធនាគារកាត់ទី3កុំឲ្យប្រជាពលរដ្ឋខ្ញុំចេះក្រីក្រទៀតអញ្ចឹងខ្ញុំចង់ប្រមូលដីសហគមន៍ដើម្បីមកវិញគ្រប់គ្រងដោយសហគមន៍ខ្ញុំការតវ៉ារបស់ក្រមពលរដ្ឋទាំងពីរស្រុកនៅក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងរដ្ឋសភាមិនមានការរារាំងពីក្រមសមត្ថកិច្ចឡើយជាងនេះទៀតអ្នកនាំពាក្យក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់លោកសេងលូតបានចេញមកជួបក្រុមពលរដ្ឋព្រមទាំងសន្យាជួយអន្តរាគមន៍ជូនពលរដ្ឋឆាប់នេះផងអាដាមនឹងដឹកនាំក្រុមការងារដែលក្នុងអង្គភាពពាក់ព័ន្ធរបស់ក្រសួងហ្នឹងពិនិត្យករណីហ្នឹងដោយសហការជាមួយអាជ្ញាធរដែនដីក៏ដូចជាប្រជាពលរដ្ឋនឹងទាំងអស់គ្នាដើម្បីមើលករណីហ្នឹងថាការពិតនោះយ៉ាងម៉េចហើយឈានទៅរកដំណោះស្រាយសមស្របមួយដែលទទួលយកបានទាំងអស់គ្នាចំណែកឯមន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូលោកអំសំអាតបានសម្ដែងការសោកស្ដាយដែលអាជ្ញាធរថ្នាក់មូលដ្ឋានគ្មានឆន្ទៈដោះស្រាយបញ្ចប់ចំនួនរ៉ាំរ៉ៃនេះហើយបណ្ដោយឲ្យពលរដ្ឋស្វែងរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនជាញឹកញាប់ប៉ុន្តែយ៉ាងណាលោកនឹងរងចាំមើលចំណាត់ការរបស់ស្ថាប័នដែលពលរដ្ឋស្វែងរកអន្តរាគមន៍ថាមានឆន្ទៈដោះស្រាយពិតប្រាកដឬយ៉ាងណាការថតត្រូវតែហ៊ានអាកាត់ក្នុងការដោះស្រាយដើម្បីផ្ដល់យុទ្ធសាស្ត្រសម្រាប់ពលរដ្ឋបើមិនជាយើងមិនហ៊ានទេអាបញ្ហារ៉ាំរ៉ៃនៃដីធ្លីនេះវាចេះតែបន្តហើយវាកើតឡើងជាបន្តបន្ទាប់នាំឲ្យបញ្ហាដីធ្លីនេះវាទៅជាបញ្ហាមួយទោះបីជាមានការសន្យាពីមន្ត្រីក្រសួងរៀបចំដែនដីនិងរដ្ឋសភាក៏ដោយក្រុមអ្នកតវ៉ាមកពីស្រុកមេមត់និងស្រុកដំបែខេត្តត្បូងឃ្មុំនៅតែមិនទាន់ស្ងប់ចិត្តពួកគាត់ប្រកាន់ជំហរតវ៉ាទាមទារជាថ្មីប្រសិនបើការសន្យានោះគ្មានប្រសិទ្ធភាពនោះទេខ្ញុំអ៊ុំរាំងសីវិទ្យុអាស៊ីសេរីភ្នំពេញពីខេត្តបាត់ដំបងឯនោះវិញពលរដ្ឋប្រមាណ50នាក់តំណាងឲ្យជាង250គ្រួសារនៅថ្ងៃពុធបាននាំគ្នាតវ៉ានៅមុខដីទំនាស់រារាំងអាជ្ញាធរដែនដីមិនឲ្យយកទីស្នាក់ការភូមិលក់ទៅឲ្យអ្នកមានទ្រព្យយកប្រាក់ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួននោះទេប៉ុន្តែចៅសង្កាត់អះអាងថាដីដែលអ្នកភូមិតវ៉ានោះជាកម្មសិទ្ធិបុគ្គលស្របច្បាប់លោកហ៊ុំចម្រើនរាយការណ៍ព័ត៌មាននេះក្រុមអ្នកតវ៉ានៅក្រុងបាត់ដំបងស្នើអង្គភាពប្រឆាំងអំពើពុករលួយនិងមន្ត្រីពាក់ព័ន្ធចុះស្រាវជ្រាវដើម្បីចាត់វិធានការផ្លូវច្បាប់ទៅលើមេភូមិនិងចៅសង្កាត់ហើយយកដីរបស់រដ្ឋមកទុកប្រើប្រាស់ជាសម្បត្តិរួមតំណាងអ្នកតវ៉ាម្នាក់គឺលោកតៃអានប្រាប់វិទ្យុអាស៊ីសេរីនៅមុខដីទំនាស់ភូមិកាស្លាសង្កាត់ចំការសំរោងក្រុងបាត់ដំបងនៅថ្ងៃទី27មេសាថាមេភូមិសួនសុផាន់ហៅខេងខុបខិតជាមួយចៅសង្កាត់ចំការសំរោងយកដីស្នាក់ការភូមិកាស្លាទំហំទទឹង12ម៉ែត្រនិងបណ្ដោយ18ម៉ែត្រលោកឲ្យអ្នកមានទ្រព្យធនក្នុងមូលដ្ឋានដើម្បីយកប្រាក់ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនលោកអះអាងថាមូលហេតុដែលនាំគ្នាតវ៉ាដោយសារព្រួយបារម្ភក្រែងគ្មានដីសម្រាប់ធ្វើស្នាក់ការភូមិនៅថ្ងៃអនាគតបំណងប្រជាពលរដ្ឋទាំងអស់អត់មានឲ្យលោកវិភូមិធ្វើអ្វីទៀតទេ
គឺឲ្យលោកមេភូមិយកដីទីស្នាក់ការភូមិនេះមកឲ្យប្រជាពលរដ្ឋវិញនៅក្នុងភូមិកាសាតងូលបាទប្រជាពលរដ្ឋទាមទារយកឲ្យលោកមេភូមិយកដីដែលទីស្នាក់ការរបស់ប្រជាពលរដ្ឋនេះមកប្រគល់ឲ្យប្រជាពលរដ្ឋវិញដោយសេចក្តីសុខតទៅមុខទៀតអត់មានឲ្យយកទៅលក់ដូរទីកន្លែងណាផ្សេងក្រៅពីបម្រើប្រជាពលរដ្ឋឆ្លើយតបនឹងការចោទប្រកាន់នេះចៅសង្កាត់ចំការសំរោងលោកងិនផាតមានប្រសាសន៍ថាដីដែលលក់នោះជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋមានបានកាន់កាប់ត្រឹមត្រូវគឺពុំមានពាក់ព័ន្ធនឹងដីស្នាក់ការភូមិដោយការចោទប្រកាន់របស់អ្នកស្រុកឡើយដែលលើជាប្រកាសប្រហែលមួយខែនោះតាមមិនឃើញជាណាវ៉ាអីណាមុននឹងធ្វើហ្វងឲ្យជាប្រកាសហើយជាប្រកាសនៅដាក់នៅកន្លែងធ្វើហ្វងនេះមួយខែយកពេលមួយខែអត់មានណាតវ៉ាទេដល់ពេលធ្វើហ្វងចេញហើយថាយើងមកតវ៉ាទៅមិនអានោះទោះបីជាយ៉ាងនេះក្តីអ្នកភូមិអះអាងថាអាជ្ញាធរមូលដ្ឋានបានខុបខិតគ្នាលួចធ្វើប្លង់ដីស្នាក់ការភូមិដោយស្ងៀមស្ងាត់ហើយមិនបានជម្រាបពលរដ្ឋឲ្យដឹងនោះទេអ្នកស្រុកបន្ថែមថាពួកគាត់ទៅតែទទួលដំណឹងនៅពេលដែលអាជ្ញាធរបានវាស់ដីនោះលក់ទៅឲ្យប្រជាពលរដ្ឋក៏ផ្ទុះការតវ៉ាតែម្ដងមន្ត្រីស៊ើបអង្កេតអង្គការលីកាដូខេត្តបាត់ដំបងលោកហេងសៃហុងមានប្រសាសន៍ថាដីដែលអ្នកភូមិតវ៉ានោះដើមឡើយជាដីបម្រុងទុកសម្រាប់សង់ស្នាក់ការភូមិផ្កាស្លាដើម្បីប្រើប្រាស់ប្រយោជន៍រួមរបស់ពលរដ្ឋក្នុងមូលដ្ឋានលោកពន្យល់ថាប្រជាពលរដ្ឋតវ៉ាគឺជារឿងត្រឹមត្រូវដោយសារពួកគាត់ព្រួយបារម្ភខ្លាចហិនហោចទ្រព្យសម្បត្តិរបស់រដ្ឋคล้ายទៅជាកម្មសិទ្ធិឯកជនចឹងសូមឲ្យរឿងនេះមានតែខាងកាយឡាយប្រឆាំងអំពើពុករលួយទេហើយនឹងអាជ្ញាធរថ្នាក់ខេត្តនឹងពិនិត្យទៅចោះទៅឃើញហើយព្រោះច្បាស់ណាស់វាជាដីរបស់ថ្នាក់ការបម្រើសហការរបស់របស់រដ្ឋរបស់ប្រជាពលរដ្ឋឲ្យទាំងអស់គ្នានៅនឹងអញ្ចឹងមិនទៅនិយាយទៅអញ្ចឹងបានតែមានអំពើពុករលួយមានជាតិប្រកដីអំពើពុករលួយកើតឡើងបើចឹងវាខ្លាយរបស់ទៅជាឯកជនបន្ទាប់ពីពលរដ្ឋតវ៉ាប្រមាណកន្លះម៉ោងមន្ត្រីរដ្ឋបាលសាលាខេត្តបាត់ដំបងបានអនុញ្ញាតឲ្យតំណាងអ្នកតវ៉ាចំនួន4នាក់ជួបពិភាក្សានៅសាលាខេត្តអាជ្ញាធរខេត្តបាត់ដំបងបានចេញលិខិតមួយច្បាប់ឲ្យទៅអាជ្ញាធរក្រុងដើម្បីចុះស៊ើបអង្កេតតាមសំណើរបស់ប្រជាពលរដ្ឋទោះជាយ៉ាងណាអ្នកភូមិបញ្ជាក់ថាប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនដោះស្រាយឲ្យចៅសង្កាត់បញ្ឈប់លក់ដីនោះទេគឺពួកគាត់នឹងចេញរារាំងមិនឲ្យមានការសាងសង់អគារជាកម្មសិទ្ធិឯកជនឡើយខ្ញុំបាទហុំចម្រើនវិទ្យុអាស៊ីសេរីពីខេត្តបាត់ដំបងលោកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington សហរដ្ឋអាមេរិកសូមលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ពិស្ដារផ្សេងៗនៃកម្មវិធីផ្សាយរបស់យើងនាពេលបន្តិចទៅនេះបាទលោកនាងកញ្ញាអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍អំពីពលរដ្ឋខេត្តកំពង់ចាមបារម្ភករណីភ្លើងឆេះព្រៃលិចទឹកដោយគ្មានការទប់ស្កាត់ពលរដ្ឋខេត្តកំពង់ឆ្នាំងកំពុងខ្វះទឹកប្រើប្រាស់គណៈដឹកនាំស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុនាំគ្នាចាប់ផ្ដល់ទឹកជូនពលរដ្ឋប៉ះពាល់តាមមូលដ្ឋានហើយនៅចុងកម្មវិធីគឺជាព័ត៌មានបញ្ចប់បាទសូមអញ្ជើញលោកនាងស្ដាប់កម្មវិធីផ្សាយរបស់យើងខ្ញុំជាបន្តទៅទៀតដោយមេត្រីសេចក្តីរាយការណ៍ពិស្ដារលោកនាងជាទីមេត្រីពលរដ្ឋឃុំមានស្រុកព្រៃឈរខេត្តកំពង់ចាមដែលរស់នៅជាប់បឹងធំបញ្ជាក់ថាករណីភ្លើងឆេះព្រៃលិចទឹកនៅតំបន់នោះកើតឡើងជាច្រើនថ្ងៃមកហើយក៏ប៉ុន្តែអាជ្ញាធរឬមន្ត្រីជំនាញមិនបានចាត់វិធានការទប់ស្កាត់នៅឡើយពួកគាត់បារម្ភថាភ្លើងនឹងកាន់តែឆេះរាលដាលទៅតំបន់ផ្សេងទៀតជាមិនខានឡើយសូមស្ដាប់សេចក្តីរាយការណ៍របស់លោកសូតសុកប្រាថ្នាប្រជាពលរដ្ឋនិងប្រធានសហគមន៍នេសាទបឹងធំស្នើឲ្យមន្ត្រីជំនាញព្រមទាំងអាជ្ញាធរពាក់ព័ន្ធចាត់វិធានការយ៉ាងណាទប់ស្កាត់ភ្លើងឆេះព្រៃលិចទឹកដែលកំពុងកើតមានឲ្យបានឆាប់រហ័សជៀសវាងបណ្ដាលឲ្យភ្លើងឆេះរាលដាលបន្តទៀតពលរដ្ឋនៅឃុំមានអ្នកស្រីសអានមានប្រសាសន៍ថាភ្លើងឆេះព្រៃលិចទឹកនៅតំបន់បឹងធំគឺកើតឡើងជិត1ខែមកហើយប៉ុន្តែមិនទាន់ឃើញមានអាជ្ញាធរឬមន្ត្រីជំនាញចេញសកម្មភាពទប់ស្កាត់ឬបញ្ជៀសមិនឲ្យភ្លើងឆេះបន្តរាលដាលទៅតំបន់ផ្សេងទៀតអ្នកស្រីបន្តថាភ្លើងឆេះនោះអាចបណ្ដាលមកពីក្រុមអ្នករកឃ្មុំចូលទៅតំបន់នោះអ្នកស្រីមើលឃើញថាប្រសិនបើភ្លើងឆេះព្រៃនៅតែបន្តរាលដាលទៅតំបន់ផ្សេងទៀតដោយគ្មានការទប់ស្កាត់
ព្រៃលិចទឹកនៅតំបន់បឹងធំអាចនឹងប្រឈមក្តីវិនាស ក្នុងនាមខ្ញុំជាពលរដ្ឋនិងពលរដ្ឋទាំងអស់តែជំនឿការបារម្ភថាយើងកំពុងតែព្រួយអារម្មណ៍នឹងរឿងទឹកទន្លេអីអញ្ចឹងទៅយើងសង្ឃឹមថាបឹងធំនឹងវាជាបឹងមួយដែលធ្វើឲ្យយើងមានការទីពឹងទៅលើទឹកអីអញ្ចឹងហើយដល់ពេលឥឡូវនោះវាឆេះអភ័យតែការពារតំបន់ដីសើមការពារទឹកបឹងហ្នឹងវាឆេះអស់ទៀតវាធ្វើឲ្យក្តៅតាមមាត់បឹងហ្នឹងភ្លើងឆេះព្រៃលិចទឹកនៅបរិវេណបឹងធំរួមមានព្រៃលិចទឹកបឹងកញ្ចាញនិងចំណែកខ្លះនៅក្បែរបឹងប្រលិតដែលជាបឹង ខ្ញុំបាទឆោមចក្រាសូមជម្រាបសួរលោកនាងកញ្ញាអ្នកស្ដាប់ជាទីមេត្រី ខ្ញុំបាទតាសារដាក៏សូមជម្រាបសួរលោកនាងអ្នកស្ដាប់ទាំងអស់ជាទីគោរពរាប់អាន យើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃប្រហ័ស 7 រោចខែចែកឆ្នាំវោកអត្តស័កពុទ្ធសករាជ 2559 ដែលត្រូវនៅថ្ងៃទី 28 ខែមេសាគ្រិស្តសករាជ 2016 ជាដំបូងនេះសូមអញ្ជើញលោកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃ អង្គភាពប្រឆាំងអំពើពុករលួយក្រុមបន្តសាកសួរមន្ត្រីសមាគមអាត 6 នៅថ្ងៃនេះបន្តទៀតអង្គការសង្គមស៊ីវិលជាច្រើនស្ថាប័នស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយគោរពសិទ្ធិនិងសេរីភាពរបស់អង្គការក្រៅរដ្ឋាភិបាលសមត្ថកិច្ចម្នាក់ស្លាប់ក្នុងការបង្ក្រាបគ្រឿងញៀននៅរាជធានីភ្នំពេញកម្មកររោងចក្រកាត់ដេរចំនួន 62 នាក់រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំងរួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតជាបន្តទៅទៀតនេះខ្ញុំបាទតាំងសារដាសូមជូនព័ត៌មានពិស្ដាអង្គភាពប្រឆាំងអំពើពុករលួយនឹងបន្តសាកសួរមន្ត្រីសិទ្ធិមនុស្សសមាគមការពារសិទ្ធិមនុស្សអាត 6 ចំនួន 5 នាក់នៅថ្ងៃប្រហ័សនេះពាក់ព័ន្ធទៅនឹងការចោទប្រកាន់របស់នាងឃុំចន្ទរាទីប្រធានសមាគមការពារសិទ្ធិមនុស្សអាត 6 លោកធុនសរាយមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីកាលពីម៉ោងជាង 10 យប់ម្សិលមិញថាអង្គភាពប្រឆាំងអំពើពុករលួយបានអនុញ្ញាតឲ្យបុគ្គលិករបស់លោក3រូបឲ្យត្រឡប់ទៅផ្ទះជាបណ្ដោះអាសន្នសិនហើយពួកគេនឹងចូលខ្លួនមកឲ្យអង្គភាពនេះដើម្បីបន្តនីតិវិធីនៅថ្ងៃប្រហ័សនេះទៀត គាត់ថាឲ្យចេញយប់ហ្នឹងហើយស្អែកឲ្យមកវិញម៉ោង 8 វិញគាត់បានប្រាប់ខ្ញុំអញ្ចឹងណាថាឲ្យចេញយប់ចេញឥឡូវហ្នឹងហើយស្អែកឲ្យត្រូវមកវិញម៉ោង 8 មកវិញបាទហ្នឹងបាទ3នាក់ហ្នឹងបាទហ្នឹងបាទខ្ញុំចាំបានទួលព័ត៌មានខ្ញុំអត់ទាន់ដឹងទេបាទខ្ញុំអត់ទាន់ដឹងសោះឥឡូវអត់ដឹងអីទាំងអស់គាត់តែប្រាប់ថាប៉ុណ្ណឹងហ្នឹងគាត់ពុទ្ធញ្ញាពពកទៅយកគ្នាចាំហ្នឹងបាទព្រោះខ្លួនយប់ចិត្តខ្ញុំខ្លាចគ្នាខ្ញុំគ្មានអីជីហើយខ្ញុំទៅជួយគាត់ទៅផ្ទះហ្នឹងហើយអរគុណបាទសំទោស អង្គភាពប្រឆាំងអំពើពុករលួយក៏បានកោះហៅមន្ត្រីសមាគមអាត 6 ចំនួន 2 នាក់បន្ថែមទៀតមកសាកសួរនៅព្រឹកថ្ងៃប្រហ័សនេះបន្តទៀតដែរដោយឡែកអ្នកយកព័ត៌មានដែលបានឃ្លាំមើលដំណើរការសាកសួរមន្ត្រីសិទ្ធិមនុស្សបានឃើញរថយន្តលោកធុនសរាយចូលតាមទ្វារមុខនៃអង្គភាពប្រឆាំងអំពើពុករលួយនៅម៉ោងប្រមាណ 7:11 យប់នាថ្ងៃដដែលនោះប៉ុន្តែពួកគេចាំរហូតដល់ម៉ោង 12 យប់មិនឃើញរថយន្តលោកធុនសរាយបើកចេញមកតាមទ្វារមុខនោះទេចំណែកទូរស័ព្ទរបស់លោកធុនសរាយក៏តាក់ទងលេងបានដែរក្រុមអង្គការសង្គមស៊ីវិលប្រមាណ 10 ស្ថាប័នស្នើដល់រដ្ឋាភិបាលជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយគោរពការពារនិងលើកកម្ពស់សិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិលក្នុងការរួមចំណែកក្នុងវិស័យសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋនិងអភិបាលកិច្ចល្អសេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលកាលពីថ្ងៃទី 27 ខែមេសាបានរិះគន់ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយដែលបានហៅមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាត 6 និងអង្គការស៊ីលីកាទៅសាកសួរជុំវិញការចោទប្រកាន់របស់អ្នកនាងឃុំចន្ទរាទីដែលថាមន្ត្រីទាំងនោះបានណែនាំឲ្យនាងនិយាយភូតកុហកចំពោះរឿងអាស្រូវស្នេហាជាមួយលោកកឹមសុខាប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិក្រុមអង្គការទាំងនេះសង្កត់ធ្ងន់ថាទង្វើរបស់អង្គភាពប្រឆាំងអំពើពុករលួយធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការបំពេញការងារដើម្បីលើកកម្ពស់និងការពារសិទ្ធិមនុស្សនិងសិទ្ធិស្ត្រីនៅកម្ពុជាដែលត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃបាទលោកនាងជាទីមេត្រីកញ្ញាធីសវណ្ណថាកាលពីថ្ងៃពុធម្សិលមិញបានដាក់ពាក្យបណ្ដឹងជាផ្លូវការទៅតុលាការក្រុងភ្នំពេញទាមទារប្រាក់$1 លានពីប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិលោកកឹមសុខាករណីបទបរិហាគេបណ្ដឹងរបស់នាងធីសវណ្ណថាផ្អែកលើសំណុំរឿងខ្សែអត្ថសម្លេងដែលគេសង្ស័យថាជាកិច្ចសន្ទនារវាងនាងឃុំចន្ទរាទីនិងលោកកឹមសុខាព្រះរាជអាជ្ញារងសាលាដំបងបញ្ជាក់ថាការសាកសួរនេះបង្ហាញថាមានបុគ្គលពាក់ព័ន្ធផ្សេងទៀតអ្នកស្រីសុជីវីរាយការណ៍ព័ត៌មាននេះ ព្រះរាជអាជ្ញារងសាលាដំបងរាជធានីភ្នំពេញលោកលីសុផាន់ណាបានសរសេរនៅក្នុងបណ្ដាញទំនាក់ទំនង Telegram ថាក្រោយការសាកសួរចម្លើយរបស់កញ្ញាធីសវណ្ណថាមានប្រយោជន៍ដល់ការស៊ើបអង្កេតលើបុគ្គលពាក់ព័ន្ធផ្សេងទៀតបើទោះជាយ៉ាងណាលោកពុំបញ្ជាក់លម្អិតបន្ថែមពីបុគ្គលនោះឡើយ
ថ្លែងនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញកញ្ញាធីសវណ្ណថាឲ្យដឹងថាបណ្ដឹងរបស់នាងត្រូវតុលាការទទួលយករួចហើយប៉ុន្តែនៅមិនទាន់ដឹងចំណាត់ការបែបណានៅឡើយកញ្ញារំពឹងថាតុលាការនឹងពិចារណាបណ្ដឹងនេះត្បិតមានភ័ស្តុតាងគ្រប់គ្រាន់ភ័ស្តុតាងប៉ុណ្ណេះហើយខ្ញុំសង្ឃឹមថាតុលាការនឹងរកយុត្តិធម៌ឲ្យខ្ញុំបានកញ្ញាធីសវណ្ណថាបញ្ជាក់ពីភ័ស្តុតាងដែលជាសម្លេងនៅក្នុងខ្សែអត្ថសម្លេងថាបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នាងដែលពេលហ្នឹងមិនកញ្ញាសិមុំចោទសួរលក្ខណៈប្រឆាំងណាថាលោកកឹមសុខាហ្នឹងបានទិញផ្ទះវិឡាហើយនឹងឡានឲ្យខ្ញុំអត់ដល់ពេលហ្នឹងគឺខាងលោកកឹមសុខាហ្នឹងគាត់បានឆ្លើយបំភ្លឺថាគាត់អត់បានទិញឲ្យខ្ញុំទេតែខ្ញុំលុយទិញឡានទិញអីហ្នឹងគឺខ្ញុំបោកប្រាស់អីណាមូលនិធិក្រៅប្រទេសយកទិញខ្លួនឯងទេហើយថាខ្ញុំហ្នឹងគឺមានចំនួនជាមួយនឹងកូនស្រីគាត់ជាមួយនឹងគាត់ហើយជាមួយនឹងគណៈបកអាតកតងនឹងការដែលគាត់បរិហារថាខ្ញុំកັບកេងលុយមូលនិធិយកឈ្មោះគណៈបកទៅធ្វើមូលនិធិបោកប្រាស់ហ្នឹងគឺវាធ្វើប៉ះពាល់ធ្ងន់ធ្ងរដល់ខ្ញុំព្រោះខ្ញុំក្នុងនាមជាប្រធានអង្គការម្នាក់ទៀតគឺតកតងនឹងសកម្មភាពធ្វើឲ្យប៉ះពាល់ដល់សកម្មភាពនយោបាយរបស់ខ្ញុំចំពោះបណ្ដឹងប្រឆាំងប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកកឹមសុខានេះមន្ត្រីនាំពាក្យគណៈបកសង្គ្រោះជាតិលោកយឹមសវណ្ណមិនឆ្លើយតបយ៉ាងណាឡើយខ្ញុំសូមមិនអធិប្បាយចាក់ទងរឿងកញ្ញាធីសវណ្ណថាបានដាក់ពាក្យបណ្ដឹងមួយកាលពីថ្ងៃទី1ខែមីនាដោយស្នើឲ្យតុលាការស្វែងរកការពិតពីខ្សែអត្ថសម្លេងដែលគេសង្ស័យថាជាកិច្ចសន្ទនារវាងអ្នកនាងខុមច័ន្ទតារាទីហៅស្រីមុំនិងលោកកឹមសុខាកាលពីថ្ងៃទី19ខែមេសាអ្នកនាងខុមច័ន្ទតារាទីបានទៅឆ្លើយនៅតុលាការថាសម្លេងនោះពិតជាសម្លេងរបស់នាងសន្ទនានឹងលោកកឹមសុខាប៉ុន្តែរហូតមកដល់ពេលនេះនៅពុំទាន់មានការអះអាងណាមួយពីលោកកឹមសុខានៅឡើយបណ្ដឹងប្រឆាំងលោកកឹមសុខាពីបទបរិហាកេរនេះធ្លាប់ត្រូវអ្នកច្បាប់អះអាងថាជាបញ្ហាស្មុគស្មាញនៅពេលដែលខ្សែអត្ថសម្លេងនោះត្រូវគេលួចថតហើយការសន្ទនានៅក្នុងខ្សែអត្ថសម្លេងនោះទៀតសោតក៏ជាការជជែកជាបុគ្គលដែលពុំមានបំណងឲ្យមនុស្សទី3ឬមានចេតនាឲ្យសាធារណជនស្ដាប់ឮដោយដែលមានចែងនៅក្នុងមាត្រា305នៃក្រមព្រហ្មទណ្ឌឡើយក្នុងក្រមព្រហ្មទណ្ឌមាត្រា305ចែងថាការបរិហាកេរជាសាធារណៈគឺជាការអះអាងបំភ្លើសឬទម្លាក់កំហុសដោយអសុទ្ធចិត្តដែលនាំឲ្យប៉ះពាល់កិត្តិយសបុគ្គលឬស្ថាប័នហើយនឹងត្រូវពិន័យពី100,000រៀលទៅ10លានរៀលនាងខ្ញុំសុជីវីវិទ្យុអាស៊ីសេរីភ្នំពេញបាទលោកនាងអ្នកស្ដាប់ជាទីមេត្រីមន្ត្រីកងរាជអាវុធហត្ថម្នាក់និងជាជនសង្ស័យម្នាក់បានស្លាប់ក្នុងករណីផ្ទុះអាវុធបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងទីក្រុងភ្នំពេញនាល្ងាចថ្ងៃទី27ខែមេសាសមត្ថកិច្ចអះអាងថាជនសង្ស័យបានបាញ់តតាំងមកកងកម្លាំងនៅពេលដែលក្រុមសមត្ថកិច្ចចូលទីតាំងរបស់ជនសង្ស័យនោះអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកហេងអ៊ីឲ្យដឹងថាជនសង្ស័យទាំង6នាក់សមត្ថកិច្ចចាប់បាន5នាក់និងស្លាប់ម្នាក់នៅក្នុងពេលផ្ទុះអាវុធលោកបន្តថាមន្ត្រីកងរាជអាវុធហត្ថម្នាក់ដែលបានស្លាប់នៅក្នុងហេតុការណ៍នោះជានាយរងការិយាល័យកងរាជអាវុធហត្ថរាជធានីភ្នំពេញពាក់សាបីកម្លាំងរបស់យើងស្រាវជ្រាវគឺពាក់ព័ន្ធនឹងបញ្ហាព្រឹងញៀនយើងក៏ចូលចាប់ទៅក៏មានការផ្ទុះអាវុធទៅគឺបណ្ដាលឲ្យអាវុធហត្ថយើងម្នាក់គឺរងរបួសរហូតដល់យកទៅដល់មន្ទីរពេទ្យក៏ស្លាប់បាទយើងមានការសោកស្ដាយណាស់គឺនេះដោយសារប្រតិបត្តិការដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋដូច្នេះយើងក៏សោកស្ដាយហើយនឹងចូលរំលែកទុក្ខជាមួយនឹងគ្រួសារសពបាទហើយអាវុធហត្ថមរណៈនោះគឺយើងកំពុងតែយកមកជាការស្ថានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីធ្វើបុណ្យទៅតាមប្រពៃណីនិងពិធីការកងទ័ពដែរបាទលោកបន្តទៀតថាក្រោយចាប់បានជនសង្ស័យសមត្ថកិច្ចនាំខ្លួនជនសង្ស័យមកសាកសួរនៅវិទ្យាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញហើយបន្តមកទៀតបញ្ជូនទៅតុលាការទីតាំងកើតហេតុនេះស្ថិតនៅផ្ទះលេខ351សង្កាត់បឹងកក់ទី1ខណ្ឌទួលគោករាជធានីភ្នំពេញព័ត៌មានបឋមដែលសមត្ថកិច្ចទទួលបានក្នុងចំណោមជនសង្ស័យទាំងនោះមានម្នាក់ជាមន្ត្រីប៉ូលីសនៅក្រសួងមហាផ្ទៃវត្ថុតាងរួមមានអាវុធខ្លី4ដើមអាវុធវែង1ដើមរថយន្ត Mack OD ពាក់ស្លាកប៉ូលីស1គ្រឿងបានមន្ត្រីគណៈបកសង្គ្រោះជាតិ2ក្រុមនៅខេត្តរតនគិរីបានជេរប្រមាថនិងប្រទាញបន្ទង់គ្នាទាក់ទិនទៅនឹងការលើកបដាប្រឆាំងការប្រកាសសុពលភាពនិងសមាជិកគណៈកម្មការប្រតិបត្តិគណៈបកប្រចាំខេត្តមន្ត្រីសង្គមស៊ីវិលសោកស្ដាយចំពោះភាគីទាំងសងខាងដែលមិនព្រមដោះស្រាយទំនាស់ដោយសន្តិវិធីលោករដ្ឋាភិបាលរាយការណ៍ព័ត៌មាននេះស្ត្រីជាមន្ត្រីគណៈបកសង្គ្រោះជាតិខេត្តរតនគិរីមួយរូបរងរបួសស្រាលក្នុងការប៉ះទង្គិចគ្នាដោយអំពើហិង្សាដណ្ដើមបដាគ្នានៅព្រឹកថ្ងៃទី27ខែមេសានាមុខស្នាក់ការគណៈបកសង្គ្រោះជាតិក្នុងសង្កាត់កាចាញក្រុងបានលុងអំពើហិង្សានេះកើតមានឡើងក្រោយពេលមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិដឹកនាំដោយប្រធានគណៈកម្មការនយោបាយគណៈបកសង្គ្រោះជាតិលោកយឹមសវណ្ណចាក់ចែងប្រមាណជាង1ម៉ោងពីពិធីប្រកាសសុពលភាព
គណៈកម្មការប្រតិបត្តិគណៈបកថ្នាក់ខេត្តថ្មីប្រធានគណៈកម្មការប្រតិបត្តិគណៈបកសង្គ្រោះជាតិប្រចាំស្រុកអណ្ដូងមាសអ្នកស្រីសួនសុខាន់ដែលរងរបួសរលាត់កែងដៃបញ្យល់ច្បាស់អំពីច្បាប់ចរាចរណ៍គ្រោះថ្នាក់លើរថយន្តដឹកកម្មករកាត់ដេរតែងកើតឡើងជាញឹកញាប់ហើយបណ្ដាលឲ្យកម្មករមានរបួសនិងស្លាប់ជាច្រើនដោយសារតែរថយន្តដឹកកម្មករផ្ទុកកម្មករលើសចំណុះកាលពីខែមករារថយន្តដឹកកម្មករមួយបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យកម្មករ5នាក់ស្លាប់និង65នាក់ទៀតរងរបួសនៅខេត្តកំពង់ស្ពឺគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបណ្ដាលឲ្យមនុស្សស្លាប់ច្រើនជាងគេកាលពីឆ្នាំ2015មានមនុស្សចំនួន2000នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះបាត់វេទិកាអាជីវកម្មបៃតងដែលជាភាសាអង់គ្លេសហៅថា Green Business Forum លើកទី3ក្រោមប្រធានបទបៃតងគឺរៀលជជែកវែកញែកពីច្រកនៃការទទួលបានផលចំណេញនិងធានានិរន្តរភាពសម្រាប់អាជីវកម្មដែលគិតគូរពីបរិស្ថានអ្នកឯកទេសក្នុងវិស័យអាជីវកម្មនិងបរិស្ថានអះអាងថាអាជីវកម្មបៃតងនេះជាមធ្យោបាយប្រសើរមួយដើម្បីរួមចំណែកទប់ស្កាត់ការប្រែប្រួលអាកាសធាតុនិងប៉ះពាល់បរិស្ថានលោកសានហ្វែលរាយការណ៍ព័ត៌មាននេះគណៈកម្មការធុរកិច្ចបៃតងនៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាលោកកាឡូហ្វីហ្កាតាឡាម៉ាន់កាថ្លែងនៅសន្ទរគារ Sofitel ថាអាជីវកម្មបៃតងគឺជាការពិតមួយដែលថាអាចនាំការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការងារបកប្រើប្រាស់ធនធានកែច្នៃឡើងវិញលោកបន្តថាអាជីវកម្មបៃតងនេះមិនត្រឹមតែជួយការពារបរិស្ថានប៉ុណ្ណោះទេតែវាក៏ធ្វើឲ្យអាជីវកម្មនោះត្រូវបានអតិថិជនផ្ដល់តម្លៃនិងស្រឡាញ់ចូលចិត្តហើយវាធានាដំណើរការអាជីវកម្មឲ្យរស់បានយូរអង្វែងខ្ញុំគិតថាវិស័យឯកជនមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍដោយចីរភាពដែលយើងមិនអាចរំពឹងតែទៅលើអង្គការសង្គមស៊ីវិលនិងរដ្ឋាភិបាលការពារបរិស្ថានយើងត្រូវផ្លាស់ប្ដូរជីវិតអាជីវកម្មរបស់យើងដែលមានន័យថាយើងត្រូវផ្លាស់ប្ដូររបៀបផលិតផ្លាស់ប្ដូរដំណើរការអាជីវកម្មផ្លាស់ប្ដូរគំនិតអាជីវកម្មដើម្បីពំនាំដំណោះស្រាយថ្មីក្នុងការធានាចីរភាពសម្រាប់បរិស្ថានដើម្បីធ្វើអាជីវកម្មបៃតងគឺការបង្កើតបៃតងដែលសំដៅលើការប្រើប្រាស់ថាមពលអគ្គិសនីនិងទឹកប្រកបដោយប្រសិទ្ធភាពការកាត់បន្ថយកាកសំណល់និងការបំពុលខ្យល់ហើយការការពារសុខភាពបុគ្គលិកនិងការបង្កើនផលិតភាពការងាររបស់កម្មករវាគ្មិនក្នុងវេទិកានេះអះអាងថាប្រសិនបើអាជីវកម្មមួយអាចធានាពីភាពបៃតងរបស់ខ្លួននោះវានឹងប្រែក្លាយកន្លែងការងារនិងកន្លែងរស់នៅឲ្យកាន់តែមានផាសុកភាពផលិតភាពការងារកាន់តែខ្ពស់បុគ្គលិកកាន់តែមានមោទនភាពពីស្ថាប័នការងាររបស់ខ្លួនហើយការចំណាយលើតម្លៃផលិតថយចុះនិងការលក់ផលិតផលនិងសេវាកម្មកើនឡើងអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាពលោកកែនសិរីរដ្ឋាមានប្រសាសន៍ថាអាជីវកម្មបៃតងឬសេដ្ឋកិច្ចបៃតងក៏ចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិបានច្រើនហើយពង្រឹងការប្រើប្រាស់ធនធានធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាពពីព្រោះសេដ្ឋកិច្ចបៃតងនេះមិនដូចខ្ញុំបានជម្រាបមុនអញ្ចឹងមិនត្រឹមតែជួយទៅដល់កំណើនផលិតផលក្នុងស្រុកទេគឺវាជួយទៅដល់ឱកាសការងារច្រើនណាស់សម្រាប់ប្រជាពលរដ្ឋរបស់យើងវិស័យឯកជនធំៗមួយចំនួនដូចជាក្រុមហ៊ុន Coca-Cola និងក្រុមហ៊ុន Total បានបង្ហាញពីការចាប់ផ្ដើមផ្លាស់ប្ដូរទៅប្រើប្រាស់ថាមពលព្រះអាទិត្យដែលជាថាមពលកកើតឡើងវិញដោយក្រុមហ៊ុនទាំងនេះបញ្ជាក់ថាការធ្វើអាជីវកម្មគឺជាការផ្ដោតការយកចិត្តទុកដាក់និងគិតគូរពីបរិស្ថានក៏ប៉ុន្តែម្ចាស់អាជីវកម្មនៅកម្ពុជាមួយចំនួនកំពុងស្ទាក់ស្ទើរថាតើគួរជ្រើសរើសយកអាជីវកម្មបៃតងឬទេលោកកែនសេរីរដ្ឋាបញ្យល់ថាប្រទេសកម្ពុជាកំពុងខ្វះធនធានមនុស្សនិងបច្ចេកវិទ្យាហើយការខ្វះខាតនេះហើយដែលជាឧបសគ្គក្នុងការលើកទឹកចិត្តឲ្យម្ចាស់អាជីវកម្មងាកមកប្រតិបត្តិអាជីវកម្មបៃតងវិញបាទទោះជាយ៉ាងណាលោកគូបញ្ជាក់ថារដ្ឋាភិបាលកំពុងរៀបចំគោលនយោបាយពិសេសការគ្រប់គ្រងការប្រើប្រាស់ថាមពលការគ្រប់គ្រងកាកសំណល់និងការកែតម្រង់ស្ថាប័នដើម្បីធានាថារាល់ការធ្វើអាជីវកម្មអាចការពារបរិស្ថាននិងធានាការរស់នៅរបស់សហគមន៍ប្រកបដោយចីរភាពខ្ញុំសានសែលវិទ្យុអាស៊ីសេរីភ្នំពេញបាទលោកនាងកំពុងស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីដែលផ្សាយចេញពីរដ្ឋធានី Washington ទឹកឃ្មុំព្រៃអាចជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋចំនួន5សហគមន៍នៅស្រុកឆែបនិងស្រុកជ័យសែនខេត្តព្រះវិហារជារៀងរាល់ឆ្នាំប្រជាពលរដ្ឋក្នុងសហគមន៍នីមួយៗអាចរកប្រាក់បានជាង$1,300សហរដ្ឋអាមេរិកពីការលក់ទឹកឃ្មុំព្រៃទៅឲ្យទីផ្សារជាច្រើនក៏ប៉ុន្តែនៅឆ្នាំ2016បរិមាណនៃទឹកឃ្មុំព្រៃបានថយចុះយ៉ាងខ្លាំងធ្វើឲ្យពលរដ្ឋដែលពឹងផ្អែកទៅលើរបរដើររកទឹកឃ្មុំថយចុះចំណូលរបស់ពួកគេយ៉ាងគំហុកលោកហងសាវយុទ្ធរាយការណ៍ព័ត៌មាននេះសហគមន៍ទឹកឃ្មុំព្រៃចំនួន5នៅខេត្តព្រះវិហារកំពុងព្រួយបារម្ភអំពីការបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃរបស់ពួកគេដោយសារតែបរិមាណនៃទឹកឃ្មុំព្រៃបានថយចុះយ៉ាងខ្លាំងហើយពិបាកដើររកទិញផង
តំណាងសហគមន៍ទឹកឃ្មុំព្រៃម្នាក់នៅភូមិសង្កែឃុំសង្កែមួយស្រុកឆែបក្នុងចំណោមសហគមន៍ចំនួន4ទៀតគឺអ្នកស្រីសុកយឿនអ្នកស្រីមានប្រសាសន៍កាលពីរសៀលថ្ងៃពុធទី27ខែមេសាថាបរិមាណទឹកឃ្មុំព្រៃក្នុងឆ្នាំ2016មានការថយចុះយ៉ាងខ្លាំងហើយពិបាករកទិញណាស់ជារៀងរាល់ឆ្នាំទឹកឃ្មុំព្រៃសម្បូរដោយសហគមន៍របស់គាត់អាចដើរទិញបានប្រហែល250ទៅ300លីត្រក្នុងមួយរដូវរបស់វាក៏ប៉ុន្តែសម្រាប់ឆ្នាំ2016ការដើររកទិញទឹកឃ្មុំព្រៃគឺពិបាកបំផុតដោយបានតែ20ឬក៏30លីត្រទេអ្នកស្រីសុកយឿនបង្ហាញការព្រួយបារម្ភចំពោះការថយចុះនៃទឹកឃ្មុំព្រៃនេះពីព្រោះតែសហគមន៍របស់គាត់ពឹងផ្អែកលើចំណូលដែលបានពីការលក់ទឹកឃ្មុំព្រៃនិងដើរបោចវល់ដងជ័របន្តិចបន្តួចប៉ុណ្ណោះមានការព្រួយបារម្ភព្រៃណាមួយព្រៃឈើដែលចម្រោកឃ្មុំក៏វាអស់ណាមួយក៏វាជាដែលធ្លាប់ដើរធ្លាប់បោចក៏ជាបាត់បង់ឃើញជួយចែកអត់មួយឃ្លានណាមួយរលីចម្បានចាយថាខ្វះខាតទាំងមុខរបរដែលធ្លាប់រនៅខេត្តព្រះវិហារបច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណជាង600គ្រួសារនៅក្នុងសហគមន៍ចំនួន5នៃស្រុកឆែបនិងស្រុកជ័យសែនដែលទីពឹងលើរបររកកម្រៃពីការលក់ទឹកឃ្មុំព្រៃមន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរដែលជួយជ្រោមជ្រែងដល់សហគមន៍ប្រជាពលរដ្ឋទាំងនោះលោកប៉ាក់សុភ័ណ្ឌទទួលស្គាល់ថាឆ្នាំ2016នេះបរិមាណទឹកឃ្មុំព្រៃនៅខេត្តព្រះវិហារពិតជាមានការថយចុះជាងកាលពីឆ្នាំមុនមែនលោកប៉ាក់សុភ័ណ្ឌយល់ថាមូលហេតុដែលធ្វើឲ្យបរិមាណនៃទឹកឃ្មុំព្រៃថយចុះគឺប្រហែលបណ្ដាលមកពីការបាត់បង់ព្រៃឈើជាច្រើនព្រមទាំងឆ្នាំនេះធាតុអាកាសក្តៅហួតហែងធ្វើឲ្យដើមឈើមិនសូវផ្កាផ្លែសម្រាប់ជាចំណីសត្វឃ្មុំផងឃ្មុំនៅតែមានប៉ុន្តែវាគ្រាន់តែថាវាអត់មានចម្រោកឃ្មុំអត់មានបង្កងសម្រាប់ទុំព្រោះតំបន់ដែលវាធ្លាប់ទុំតាមលក្ខណៈធម្មជាតិរបស់វាត្រូវបានបំផ្លាញអស់ដោយសារមនុស្សអ្នកបំផ្លាញព្រៃបំផ្លាញធនធានធម្មជាតិអស់អញ្ចឹងឃ្មុំក៏វាមិនដឹងរកកន្លែងណាទុំដែរពេលខ្លះឃ្មុំមកទុំទៅតាមផ្ទះអីធ្វើសបុកធ្វើអីវាខុសពីធម្មជាតិរបស់វាមន្ត្រីផ្នែកព្រៃឈើនិងជីវភាពសហគមន៍របស់អង្គការពន្លកខ្មែរលោកតែមវេនឲ្យដឹងថាទឹកឃ្មុំព្រៃមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាង600គ្រួសារនៅខេត្តព្រះវិហារលោកបញ្ជាក់ថាទឹកឃ្មុំព្រៃ1លីត្រគឺប្រជាពលរដ្ឋអាចលក់បានតម្លៃ 35,000 រៀលជារៀងរាល់ឆ្នាំប្រជាពលរដ្ឋនៅខេត្តព្រះវិហារអាចប្រមូលទឹកឃ្មុំព្រៃបានជាមធ្យមប្រហែល400លីត្រក្រសួងពាណិជ្ជកម្មបានចាត់ទុកទឹកឃ្មុំព្រៃក្នុងប្រទេសកម្ពុជាថាជាផលិតផលកំពូលក្នុងចំណោមផលិតផលចំនួន10បច្ចុប្បន្នកម្ពុជាមានសហគមន៍ចំនួនទឹកឃ្មុំព្រៃចំនួន11ដោយអាចប្រមូលទិញទឹកឃ្មុំព្រៃប្រហែល 3,300 លីត្រក្នុងមួយឆ្នាំខ្ញុំហងសាវយុទ្ធវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តសៀមរាបលោកអ្នកនាងជាទីមេត្រីពលរដ្ឋជាង500នាក់តំណាងឲ្យពលរដ្ឋចំនួន30សហគមន៍ក្នុងខេត្តត្បូងឃ្មុំបាននាំគ្នាតវ៉ាដោយលើកបណ្ដានិងដាក់ញត្តិទៅកាន់ស្ថាប័នចំនួន2មានរដ្ឋសភានិងក្រសួងដែនដីនគររូបនីយកម្មនិងសំណង់កាលពីព្រឹកមិញពួកគេទាមទារឲ្យស្ថាប័នទាំងពីរនេះផ្អាកសកម្មភាពបុគ្គលមានអំណាចនិងក្រុមហ៊ុនឯកជនដែលកំពុងរំលោភយកដីក្រុមអ្នកស្រុកក៏បានជំរុញឲ្យអាជ្ញាធរដោះស្រាយផលប៉ះពាល់ដីស្រែចម្ការនិងផ្ទះសម្បែងរបស់ពួកគាត់ឲ្យបានចប់ជាមុនសិនអ្នកស្រីអ៊ុំរាំងសីរាយការណ៍ជុំវិញរឿងនេះប្រជាពលរដ្ឋទាំងពីរស្រុកគឺស្រុកមេមត់និងស្រុកដំបែខេត្តត្បូងឃ្មុំអះអាងថាពួកគាត់ធ្លាប់បានតវ៉ាសូមអន្តរាគមន៍ជាច្រើនលើកមកហើយជាមួយនឹងអាជ្ញាធរខេត្តនេះតែនៅមិនទាន់ឃើញមានលទ្ធផលណាមួយនៅឡើយចំណែកឯសង្គមស៊ីវិលរិះគន់ថាអាជ្ញាធរមូលដ្ឋានគ្មានឆន្ទៈដោះស្រាយចំនួនដីធ្លីនៅតំបន់មានចំនួនឲ្យឆាប់ចប់នោះទេតំណាងពលរដ្ឋដែលតវ៉ាមកពីភូមិខ្នងក្រពើលិចនិងភូមិខ្នងក្រពើកើតឃុំត្រមងស្រុកមេមត់ខេត្តត្បូងឃ្មុំលោកស្រីខុតស្រីអូនបានថាពលរដ្ឋចំនួន524គ្រួសារដែលតវ៉ានេះបានទទួលរងនឹងការរំលោភបំពានដីស្រែនិងដីលំនៅឋានតាំងពីឆ្នាំ2008ពីគម្រោងអភិវឌ្ឍដីសម្បត្តិសេដ្ឋកិច្ចរបស់រដ្ឋាភិបាលឲ្យក្រុមហ៊ុនចិនមួយយកមកវិនិយោគលើការដាំដំណាំកៅស៊ូប្រមាណជាង29ហិកតាលោកស្រីបន្តថាការដាក់ញត្តិទៅរដ្ឋសភានិងក្រសួងដែនដីនៅពេលនេះព្រោះពលរដ្ឋជឿជាក់ថាស្ថាប័នកំពូលទាំងពីរនេះ